បាទអរគុណនឹងគោរពអាយដាមលោកជំទាវលោកស្រីដែលនៅបន្តមានវត្តមាននៅរសៀលនេះបាទសូមអរគុណហើយបាទនៅក្នុងកិច្ចពិភាក្សានេះខ្ញុំបាទសុងសុភ័ក្រជានាយកប្រតិបត្តិរបស់ CDRI វិទ្យាស្ថានស្រាវជ្រាវនិងបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍកម្ពុជាបាទនិងវាគ្មិនរបស់យើងចំនួន5រូបនឹងបន្តកិច្ចពិភាក្សាមួយផ្សេងទៀតបាទព្រឹកមិញបានបាទទាំងអស់គ្នាបានបាទស្ដាប់ក៏ដូចជាធ្វើការចោទសួរបាទយ៉ាងយកចិត្តទុកដាក់យ៉ាងសកម្មនៅក្នុងកិច្ចពិភាក្សាមួយរួចហើយតាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងសាលារៀនជាពិសេសសាលាចំណេះដឹងទូទៅហើយនៅក្នុងកិច្ចពិភាក្សាបន្ទាប់នេះល្ងាចនេះគឺយើងនឹងផ្ដោតទៅលើកិច្ចពិភាក្សាមួយទៀតដែលផ្សារភ្ជាប់ប្រព័ន្ធអប់រំប្រព័ន្ធបណ្ដុះបណ្ដាលទៅនឹងទីផ្សារការងារបាទប្រធានបទមូលបទធំរបស់យើងគឺតកតងទៅនឹងការវិវត្តបច្ចេកវិទ្យា Digital នៅក្នុងការអប់រំនិងការអភិវឌ្ឍជំនាញបាទនៅក្នុងនេះគឺយើងនឹងមានការចូលរួមចំណែកជាបទពិសោធន៍ជាចំណេះដឹងឬក៏ការអនុវត្តផ្សេងពីទស្សនៈផ្សេងពីវាគ្មិនចំនួន5រូបបាទខ្ញុំសូមណែនាំដោយខ្លីដើម្បីសន្សំពេលវេលាសម្រាប់កិច្ចពិភាក្សាឲ្យបានច្រើនហើយខ្ញុំជឿថាដោយសារតែវាគ្មិនរបស់យើងនឹងសុទ្ធតែជាអ្នកល្បីស្រាប់ហើយបាទអញ្ចឹងអាចឆែកព័ត៌មានបន្ថែមបាទនេះចេញពីបាទព័ត៌មានអត្តសញ្ញាណនេះអាចឆែកបន្ថែមទៅលើរូបគាត់ឬក៏ស្ថាប័នគាត់បន្ថែមទៀតបាទអញ្ចឹងជាបាទខ្ញុំសូមណែនាំខ្លីបន្តិចបាទទី1បាទចាប់ផ្ដើមពីគៀកដៃខ្ញុំតែម្ដងទៅបាទគឺលោកកឹស្សុភាពបាទលោកជាអនុប្រធាននាយកដ្ឋានបាទអនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារនៃក្រសួងការងារបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបាទទី2គឺអាយដាមហ៊ានសំបឿនបាទអាយដាមជាអនុប្រធានបណ្ឌិតសភាកម្ពុជា Digital កម្ពុជាបាទបណ្ឌិតសភា Digital កម្ពុជាដែលបាទខ្ញុំជឿថាស្គាល់ទាំងអស់គ្នាហើយគឺជាសាលាកម្រិតឧត្តមសិក្សាដែលបណ្ដុះបណ្ដាលទៅលើបច្ចេកវិទ្យា Digital បាទមានទាំងបញ្ញាបត្រនិងអនុបណ្ឌិតផងដែរបាទបន្ទាប់គឺបាទលោកម៉ាសុភាបាទលោកម៉ាសុភាជាមន្ត្រីជាន់ខ្ពស់វិស័យអប់រំនិងជំនាញនៃធនាគារអភិវឌ្ឍន៍អាស៊ីបាទហើយបាទបន្ទាប់ទៀតគឺលោកស្រីឡាយស៊ីហួងបាទជានាយកប្រតិបត្តិនៃសាលា DG Academy បាទគឺជាសាលាបណ្ដុះបណ្ដាលផ្នែកបាទ coding ផ្នែក digital skill ក៏ដូចជា data analytics បាទចាំទទួលព័ត៌មានបន្ថែមទៀតពីលោកស្រីតែម្ដងហើយចុងក្រោយបាទលោក Tin Kolza បាទលោកជានាយកគ្រប់គ្រងនិងជាស្ថាបនិកនៃក្រុមហ៊ុន Coolbean Digital បាទគឺជាក្រុមហ៊ុនបាទធ្វើនិងរចនា apps ឬក៏ website បាទជាដើមបាទអញ្ចឹងយើងនឹងពិភាក្សាបាទ
យើងឃើញថាវាគ្មិនរបស់យើងចម្រុះនៅពេលនេះមានទាំងតំណាងក្រសួងតំណាងសាលារដ្ឋនិងឯកជនតំណាងដៃគូអភិវឌ្ឍហើយក្រុមហ៊ុនឯកជនតែម្ដងបាទអញ្ចឹងយើងមើលថាតើការកង្វះខាតឬមួយក៏ការបំពេញជំនាញថ្មីជាពិសេសយើងហៅថាដោយថាថ្ងៃនេះគឺយើងនិយាយទៅរឿង digital អញ្ចឹងគឺជំនាញផ្នែក digital ហ្នឹងថាតើរាល់ថ្ងៃនេះបាទបរិបទរាល់ថ្ងៃនេះស្ថានភាពរាល់ថ្ងៃនេះយើងបានផ្គត់ផ្គង់ដល់កម្រិតណាហើយតម្រូវការទីផ្សារលើជំនាញ digital នោះបាទមានលក្ខណៈបែបណាតម្រូវការប៉ុណ្ណាហើយការរកជំនាញដែលសាលាទាំងឯកជនទាំងរដ្ឋប្រឹងប្រែងផលិតនឹងជំនាញផលិតនឹងស៊ីជាមួយនឹងតម្រូវការស៊ីសង្វាក់ជាមួយនឹងតម្រូវការទីផ្សារនឹងប៉ុណ្ណាបាទនេះគឺជាមូលបត់នៃកិច្ចពិភាក្សារបស់យើងហើយយើងក៏នឹងព្យាយាមគិតមើលថាតើជាយុទ្ធសាស្ត្របន្ទាប់តើយើងធ្វើអ្វីខ្លះធ្វើការជាមួយគ្នាសហការជាមួយគ្នាយ៉ាងម៉េចខ្លះដើម្បីឲ្យការបំពេញទៅលើតម្រូវការជំនាញ digital នឹងកាន់តែប្រសើរកាន់តែមានប្រសិទ្ធភាពបាទឥឡូវនេះដើម្បីផ្ដល់ជាបរិបទនៃកិច្ចពិភាក្សាក៏ដូចជាឆ្កឹះនៅចម្ងល់ផ្សេងឲ្យរបើកឡើងឲ្យពុះ control ឡើងឲ្យឃើញស្ថានភាពរួមយ៉ាងម៉េចខ្ញុំសូមអញ្ជើញបាទអាយដាមហ៊ានសម្បឿនធ្វើបទបង្ហាញប្រហែលជា15នាទីបាទតាក់ទងនឹងការផ្គត់ផ្គង់និងតម្រូវការជំនាញ digital សំខាន់នៅក្នុងប្រទេសកម្ពុជាបាទអញ្ចឹងសូមអញ្ជើញអាយដាមបាទបាទជាបឋមសូមគោរពអាយដាមរដ្ឋលេខាធិការលោកជំទាវរដ្ឋលេខាធិការអាយដាមអលោកស្រីដែលមានវត្តមាននៅក្នុងថ្ងៃនេះខ្ញុំមានកិត្តិយសនឹងធ្វើបទបង្ហាញទាក់ទងអំពីតម្រូវការនិងការផ្គត់ផ្គង់ជំនាញបច្ចេកវិទ្យា Digital នៅប្រទេសកម្ពុជាបាទនៅក្នុងមាតិការបស់ខ្ញុំមាន3ផ្នែកធំបាទទី1គឺនិយាយអំពីតម្រូវការនិងការផ្គត់ផ្គង់ជំនាញបច្ចេកវិទ្យា Digital នៅកម្ពុជាហើយរបាយការណ៍នេះគឺជាការស្រាវជ្រាវរួមគ្នារបស់អ្នកសិក្សាស្រាវជ្រាវបណ្ឌិតសភាបច្ចេកវិទ្យា Digital កម្ពុជានិងអ្នកស្រាវជ្រាវ CDRI ហើយយើងបានបោះពុម្ពផ្សាយនៅចុងឆ្នាំ2021លោកស្រីអាចរកបាននៅតាមគេហទំព័ររបស់បណ្ឌិតសភាក៏ដូចជា hard copy នៅបណ្ឌិតសភាផងដែរទី2សមត្ថភាពជំនាញបច្ចេកវិទ្យា Digital ដែលយើងហៅថា Digital Competency Framework Roadmap ដែលក្រុមស្រាវជ្រាវសាកលវិទ្យាល័យបណ្ឌិតសភាជាមួយនឹងសាកលវិទ្យាល័យមួយចំនួនទៀតដូចជាសាលា Techno RUPP បានចូលរួមគ្នាដើម្បីធ្វើការស្រាវជ្រាវហើយបានរាជរដ្ឋាភិបាលអនុម័តឲ្យប្រើប្រាស់នៅក្នុងឆ្នាំ2024ហើយលោកស្រីក៏អាចរកបានជាភាសាខ្មែរផងដែរបាទហើយចំណុចទី3យើងនឹងបង្ហាញអំពីគំរូអប់រំនៅបណ្ឌិតសភាបច្ចេកវិទ្យា Digital កម្ពុជាដែលយើងវិភាគទៅលើលទ្ធផលនៃការរៀនបង្រៀនសមត្ថភាពនិស្សិតដែលចេញពីក្របខ័ណ្ឌជំនាញដែលអនុវត្តដែលនៅក្នុង Digital Competency Skill Framework នេះថាតើមានប្រសិទ្ធភាពប៉ុណ្ណាបាទហើយចំណុចទី3នេះគឺជា paper មួយដែលត្រៀមនឹងបោះពុម្ពផ្សាយនៅក្នុងទស្សនាបដី STEM របស់ក្រសួងអប់រំយុវជនកីឡាផងដែរបាទ
បាទអញ្ចឹងខ្ញុំសូមចូលទៅដល់ចំណុចទី1បាទគឺការស្រាវជ្រាវនេះយើងចង់រកថាតើមានកង្វះខាតជំនាញនៅក្នុងទីផ្សារក៏ដូចជាគម្លាតជំនាញផងដែរថាតើនៅក្នុងទីផ្សារមានកង្វះខាតនិងគម្លាតជំនាញនឹងកម្រិតណាហើយចំណុចទី2ថាមានគោលនយោបាយគ្រប់គ្រងទៅដល់ការជំរុញការអភិវឌ្ឍជំនាញបច្ចេកវិទ្យា Digital នេះនៅក្នុងប្រទេសកម្ពុជារបស់យើងសម្រាប់ទៅថ្ងៃអនាគតផងដែរបាទអញ្ចឹងការសិក្សាស្រាវជ្រាវនេះយើងមើលទៅលើជ្រុង2គឺខាងផ្គត់ផ្គង់និងខាងតម្រូវការបាទអញ្ចឹងនៅខាងតម្រូវការគឺយើងចង់ដឹងអំពីតម្រូវការជំនាញបច្ចេកវិទ្យា Digital ដែលឬក៏ ICT skill ហើយថាតើពេលដែលគាត់ជួបប្រឈមជាមួយនឹងបញ្ហានេះតើគាត់ដោះស្រាយយ៉ាងដូចម្ដេចបាទហើយចង់ដឹងអំពីកម្រិតគម្លាតជំនាញក៏ដូចជាកង្វះខាតជំនាញនៅខាងក្រុមហ៊ុនផងដែរហើយមួយជំហានទៀតគឺយើងសិក្សាថាតើខាងស្ថាប័នផ្គត់ផ្គង់បាទមានសាកលវិទ្យាល័យមាន TVET ជាដើមតើការផ្គត់ផ្គង់ជំនាញមានលក្ខណៈបែបណាតើគាត់មានបញ្ហាប្រឈមយ៉ាងដូចម្ដេចដែរប៉ុន្តែសូមបញ្ជាក់ជូនឯកឧត្តមលោកជំទាវឲ្យលោកស្រីដែរដោយសារពេលវេលាមានតែ15នាទីដូច្នេះខ្ញុំកាត់ខ្លីមែនទែនរបាយការណ៍ពេញលេញឲ្យលោកស្រីអាចអានបានដោយខ្ញុំបញ្ជាក់ពីខាងដើមមិញបាទបាទអញ្ចឹងយើងបានប្រមូលទិន្នន័យដែលចេញពីសហគ្រាសមានចំនួន200ដែល202ហើយនៅក្នុងនោះយើងមានរបាយស្មើគ្នារវាងក្រុមហ៊ុនតូចមធ្យមនិងសហគ្រាសធំបាទដែលចំនួន135ដែលជាក្រុមហ៊ុន ICT និង67ជាក្រុមហ៊ុនnon ICT បាទចំណែកឯខាងនិស្សិតឬក៏នឹងអ្នកដែលបញ្ចប់ការសិក្សាដែលក្នុងនេះយើងមានsurvey ទៅលើនិស្សិតនិងអ្នកបញ្ចប់ការសិក្សាចំនួន1022នាក់ដែលនិស្សិតកំពុងសិក្សាមានចំនួន411និងអ្នកដែលបញ្ចប់ការសិក្សា611នាក់បាទជាលទ្ធផលយើងបានរកឃើញតាក់ទងជាមួយនឹងកង្វះខាតជំនាញច្រើនតាក់ទងជាមួយ2ធំបាទទី1គឺទៅលើបច្ចេកវិទ្យា Digital ហើយនិងមួយទៀតគឺទៅលើ soft skill បាទទៅលើ soft skill ខ្ញុំមិនគូបញ្ជាក់ស៊ីជម្រៅទេដោយសារខ្ញុំជឿជាក់ថាអស់លោកស្រីបានដឹងហើយថាជំនាញក្រុមសមត្ថភាពពីរនេះតែងតែបតិកលាគ្នាបាទអញ្ចឹងយើងឃើញថាតាក់ទងជាមួយនឹងការអភិវឌ្ឍទៅលើ software ទៅលើការគ្រប់គ្រងបណ្ដាញតាក់ទងទៅលើវិទ្យាសាស្ត្របច្ចេកវិទ្យាថ្មីដែលមានតម្រូវការនៅក្រុមហ៊ុនមានការខ្វះខាតបាទទៅលើជំនាញនេះដោយសារតែខាងផ្គត់ផ្គង់ខាង supplier បាទខាងបណ្ដុះបណ្ដាលមិនអាចអភិវឌ្ឍកម្មវិធីសិក្សាលឿនទាន់នឹងបច្ចេកវិទ្យាឬក៏ទៅតាមតម្រូវការភ្លាមនៃរបត់នៃបច្ចេកវិទ្យាកំពុងតែអភិវឌ្ឍបាទដូចខ្ញុំបញ្ជាក់ក្រៅពីមានកង្វះខាតជំនាញបច្ចេកវិទ្យា Digital ទៅលើជំនាញទាំងដែលខ្ញុំលើកឡើងពីខាងដើមនេះ soft skill ក៏ជាបញ្ហាប្រឈមនៅសហគ្រាសផងដែរបាទដូចខ្ញុំបាន highlight មាន communication skill មាន problem solving មាន digital literacy ហើយនិងមានភាសាផងដែរបាទហើយទន្ទឹមនឹងនោះយើងបានរកឃើញថាការកង្វះខាតជំនាញដែលលើកឡើងពីសហគ្រាសតាក់ទងជាមួយនឹងក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យាឬក៏ហៅថា digital ឬក៏ ICT នេះមានតម្រូវការ
រហូតទៅដល់40%ហើយក្រុមហ៊ុនដែលមិនមែន ICT សហគ្រាសដែលមិនមែន ICT មានតម្រូវការ20%អញ្ចឹងមានកង្វះខាតច្រើនបាទនៅលើទីផ្សារយើងខ្ញុំសូមចូលទៅដល់ចំណុចទី2គឺ Digital Skill Competency Framework នៅប្រទេសកម្ពុជាយើងដោយឆ្លងកាត់តាមការសិក្សាទី1ធ្វើឲ្យយើងមានមូលដ្ឋាននៅក្នុងការថាតើធ្វើយើងនឹងអនុវត្តយ៉ាងម៉េចដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងកង្វះខាតនេះនៅថ្ងៃទី14ខែមិថុនាឆ្នាំ2022ក្រមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រីជាបណ្ឌិតយើង launch conference មួយដែលជាលទ្ធផលដែលយើងរកឃើញពីការសិក្សាទី1ដែលប្រមូលផ្ដុំដោយគ្រឹះស្ថានអប់រំជាច្រើនបាទទូទាំងរាជធានីខេត្តក្រុងហើយនិងសហគ្រាសមួយចំនួនដើម្បីថាតើយើងឆ្លើយតបទៅពីគម្លាតនិងតម្រូវការជំនាញបច្ចេកវិទ្យា Digital នេះដោយរបៀបណាជាការរកឃើញដោយឆ្លងកាត់ការប្រឹក្សាជាមួយនឹងសហគ្រាសដែលមានបទពិសោធន៍ផងគឺយើងបានកំណត់នៅបាទបូករួមជាមួយនឹងការពិនិត្យមើលទៅលើបរិបទនៅក្នុងប្រទេសក៏ដូចជានៅក្នុងសង្គមសំទោសនៅក្នុងតំបន់ផងយើងបាទក៏បានpropose ឬក៏ដាក់ចេញនៅDigital Skill Competency Framework ដែលមាន7ក្រុមជំនាញធំហើយនៅក្នុងនោះយើងមាន20អនុក្រុមជំនាញហើយនឹងមាន63មុខរបរដែលឆ្លើយតបទៅនឹងតម្រូវការបច្ចេកវិទ្យា Digital នៅកម្ពុជាបាទហើយនៅក្នុង slide បន្ទាប់គឺជាផ្នែកនីមួយៗដែលជាមុខរបរដែលនៅក្នុងផ្នែកនីមួយៗដែលយើងបានកំណត់បាទអញ្ចឹងយើងឃើញទី1គឺ Digital Infrastructure បាទហេដ្ឋារចនាសម្ព័ន្ធដែលគ្រប់គ្រងទៅលើបច្ចេកវិទ្យា Digital នេះបាទអញ្ចឹងយើងមានSAP track រហូតដល់4បាទខ្ញុំមិនអានទេហើយនឹងមានមុខរបរដូចដែលបានបង្ហាញនេះបាទទី2 data governance អភិបាលកិច្ចទិន្នន័យបាទដែលមានsub track នេះដែលមាន3ហើយនឹងមានមុខរបរដូចបានបង្ហាញនៅក្នុង slide នេះផងដែរបាទtrack បន្ទាប់គឺ cyber security បាទសុវត្ថិភាពដែលមាន sub track ចំនួន3បាទហើយនឹងមានមុខរបរដូចដែលបានបង្ហាញនេះផងដែរបាទ track បន្ទាប់គឺការអភិវឌ្ឍ software និង application ដែលមានមុខរបរបាទ sub ដែលមាន sub track ចំនួន3ហើយនឹងមានមុខរបរដោយដែលបានបង្ហាញនៅក្នុង slide នេះផងដែរបាទ track បន្តគឺ data និង AI បាទហើយមាន sub track ចំនួន3មាន AI Science and Application បាទ Data Science Business Intelligence បាទហើយមុខរបរដោយដែលបានបង្ហាញនៅក្នុង sub track នីមួយបាទចំណុចមួយទៀតគឺ track Digital Communication and Marketing បាទហើយមាន sub track 3ដែរហើយនឹងមានមុខរបរដោយបានបង្ហាញនៅក្នុង slide នេះបាទហើយចុងក្រោយគឺតាក់ទងជាមួយនឹង track Digital Innovation and Entrepreneurship ដែលមាន sub track 3ដូចគ្នាហើយមានមុខរបរដោយបានបង្ហាញនៅ slide បន្ទាប់មកអានេះក៏ខ្ញុំលើកយកគំរូមួយរបៀបអាននៅមុខរបរនីមួយដែលយើងបានកំណត់អញ្ចឹងយើងមានជា
job description ហើយបន្ទាប់មកមានក្រុមនៃជំនាញដែលបែងចែកជាពីរក្រុមធំៗដែលយើងហៅថា technical skill និង soft skill ដែលធាតុនេះអនុញ្ញាតឲ្យខាងក្រុមហ៊ុនអាចយល់បានថាតើយើងហៅមុខរបរមួយយើងសម្គាល់ទៅលើអីហើយនឹងសមត្ថភាពជំនាញរបស់គាត់មានអីហើយខាងផ្គត់ផ្គង់ដូចជាសាកលវិទ្យាល័យឬក៏គ្រឹះស្ថានដែលបានផ្ដល់ជំនាញក៏ដូចគ្នាដែរអាចយល់ថាមុខរបរនេះមានហៅថាយ៉ាងដូចម្ដេចហើយក្រុមជំនាញរបស់គាត់មានអ្វីខ្លះហើយអ្នកអានទី3គឺនិស្សិតបាទនិស្សិតដែលរៀននៅតាមសាកលវិទ្យាល័យគាត់អាចយល់ថាបើគាត់ចាប់យកជំនាញ Digital Entrepreneur តើមុខរបររបស់គាត់មានលក្ខណៈយ៉ាងដូចម្ដេចហើយសមត្ថភាពជំនាញរបស់គាត់ផ្គុំរវាង technical skill និង technical skill និង soft skill ហ្នឹងមានលក្ខណៈបែបម៉េចបាទចឹងខ្ញុំសូមចូលបន្តទៅកាន់ case study របស់បណ្ឌិតសភាបច្ចេកវិទ្យា Digital កម្ពុជាដែលយើងបាននិយាយទៅគឺបូរេសកម្មតាំងពីបើយើងបង្កើតនៅក្នុងឆ្នាំ2014ហើយការសិក្សារបស់ខ្ញុំនេះគឺមើលទៅលើចន្លោះពេលមួយគឺឆ្នាំ2014ដល់ឆ្នាំ2019បាទនៅមុនសម័យ COVID បាទចឹងគំរូអប់រំនៅទីនោះយើងមានដាក់បញ្ចូលគ្នាជាច្រើនធាតុបាទដែលនៅក្នុងតារាងដែលខ្ញុំបានដាក់មានគិតជាចំនួនភាគរយនៃមុខវិជ្ជាគិតជាចំនួនដងគិតជាចំនួន project បាទគិតជាផលធៀបសិស្សនិងគ្រូហើយនឹងមាន program ស្ម័គ្រចិត្តអីជាដើមដែលយើងវិភាគទៅលើលទ្ធផលនៃការបង្រៀននៃការសិក្សាចប់របស់និស្សិតរបស់យើង6ចំនួនដែលមានចំនួន337នាក់ទៅលើទី1ទៅលើយើងបានប្រមូលទិន្នន័យនេះពីនិស្សិតរបស់យើងដែលបានបញ្ចប់ហើយទៅធ្វើការតាក់ទងជាមួយនឹងប្រាក់ខែដំបូងចន្លោះប្រាក់ខែដំបូងរបស់គាត់ដែលយើងកំណត់មាន4កម្រិតទី1ក្រោម$300ទី2ចន្លោះ300ទៅ449និងចន្លោះ450ទៅ599និង600ឡើងមានន័យថាពេលគាត់ចប់សិក្សាភ្លាមតើគាត់ទទួលបានប្រាក់ខែចាប់ផ្ដើមដំបូងប៉ុន្មានបាទអញ្ចឹងយើងឃើញដូចនៅក្នុងតារាងភាគច្រើនគាត់ទទួលបានប្រាក់ខែលើសពី300ដែលមាននិស្សិតតិចតួចប៉ុណ្ណោះដែលទទួលបានប្រាក់ខែក្រោម300បាទទី2យើងមើលអំពីជំនាញរបស់គាត់តើពេលគាត់ទៅធ្វើត្រូវជំនាញឬខុសជំនាញបាទដើម្បីយើងដឹងថាគាត់មានសមត្ថភាពមែនអត់តើគាត់ទៅធ្វើការត្រូវជំនាញឬខុសជំនាញឬក៏ចន្លោះជំនាញមានន័យថាជាតួនាទីមួយដែលនៅចន្លោះរវាងបច្ចេកទេសនិងការងារផ្សេងដែលមិនត្រូវជំនាញរបស់គាត់អញ្ចឹងក៏យើងរកឃើញថាមាននិស្សិតតិចតួចដែលធ្វើការខុសជំនាញបាទហើយចំណុចទី3យើងប្រមូលទិន្នន័យពី employer ពីនយោបាយក្រុមហ៊ុនបាទដែលយើងរកឃើញភាពពេញចិត្តរបស់គាត់ទៅលើសមត្ថភាពការងាររបស់និស្សិតរបស់យើងដែលបញ្ចប់ការសិក្សាដែលទៅធ្វើការនៅក្រុមហ៊ុនរបស់គាត់បាទអញ្ចឹងយើងឃើញតារាងនេះដែលបញ្ជាក់អំពីការពេញចិត្តរបស់គាត់ទៅលើសមត្ថភាពនិស្សិតរបស់យើងបាទដោយយោងទៅលើការប្រមូលទិន្នន័យទាំងអស់នេះយើងបានចំណាត់ថ្នាក់នៃការវាយតម្លៃជា3ក្រុមហើយយើងឲ្យមេគុណទៅតាមភាពចាំបាច់ដែលយើងទទួលបានពីក្រុមហ៊ុនជិត40ក្រុមហ៊ុនបាទហើយនឹងអញ្ចឹងយើងរកឃើញនៃបាទការលទ្ធផលនៃការវាយតម្លៃនេះបាទជាលទ្ធផលរួមយើងរកឃើញនិស្សិតដែលបញ្ចប់
ការសិក្សានៅបណ្ឌិតសភារបស់យើងដោយឆ្លងកាត់គំរូសិក្សាដែលយើងបានdesign ដោយគិតគូរទៅលើធាតុសមត្ថភាពជំនាញមួយចំនួនដែលខ្ញុំបានរៀបរាប់ខាងលើមានចំនួន 94% ហើយមានតែ 6% ប៉ុណ្ណោះដែលគាត់ស្ថិតនៅក្រោមលទ្ធផលរំពឹងទុករបស់យើងបាទសូមអរគុណសម្រាប់អាយដាមលោកជំទាវឲ្យលោកស្រីដែលយកចិត្តទុកដាក់បាទចំពោះបទបង្ហាញបាទសូមអរគុណបាទសូមអឡូបាទសូមអរគុណបាទសូមអរគុណអាយដាមហ៊ានសំបឿនបាទតនពេលវេលាល្អមែនអូខេដោយខ្ញុំទទួលបានព័ត៌មានថាយើងអាចបន្តដោយសិនយើងចាប់ផ្ដើមយឺតកន្លះម៉ោងបាញ់មិញតែខាងម្ចាស់កម្មវិធីសងកម្មវិធីយើងអញ្ចឹងយើងអាចពិភាក្សាគ្រប់ពេលវេលារបស់យើងវិញបាទមិញយើងទទួលបាននៅចង់និយាយថាការផ្គត់ផ្គង់ក៏ដូចជាការបដោះបដាលដើម្បីបំពេញនៅតម្រូវការទីប្រឹក្សាការងារនឹងជារូបភាពរួមបាទគ្រប់ជំនាញគ្រប់ទេពកោសល្យទាំងអស់នៃជំនាញនៅក្នុងវិស័យ Digital ហ្នឹងឥឡូវនេះពីបទពិសោធន៍ពីម្ចាស់អាជីវកម្មជាក់ស្ដែងតែម្ដងលោកធីនខូលហ្សាដែលគាត់ជាស្ថាបនិកក៏ដូចជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុនdeveloper បាទអភិវឌ្ឍទៅលើ application ហើយនឹង website ហ្នឹងខ្ញុំចង់ឲ្យលោកជួយជម្រាបបន្តិចតាក់ទងនឹងតម្រូវការជំនាញតាក់ទងនឹង website នឹង app developer ហ្នឹងស្ថានភាពទូទៅនឹងយ៉ាងម៉េចហើយវាលូតលាស់យ៉ាងណាដែរហើយសម្រាប់ក្រុមហ៊ុនលោកផ្ទាល់តើពិបាករកដែរទេទើបកុសលបែបហ្នឹងបាទអរគុណបាទសូមអញ្ជើញជាបឋមខ្ញុំសូមឡូអញ្ចឹងជាបឋមខ្ញុំសូមជម្រាបសួរទៅអាយដាមក៏ដូចអញ្ចឹងជាបឋមខ្ញុំសូមគោរពទៅអាយដាមក៏ដូចជាលោកជំទាវក៏ដូចជាលោកប្រុសឬក៏លោកស្រីក៏ដូចជាគ្រូបង្រៀនហើយក៏ដូចជាសិស្សានុសិស្សទាំងអស់ប្រាប់ដែរបានមានវត្តមានថ្ងៃនេះផងដែរអញ្ចឹងសម្រាប់ខ្ញុំបាទផ្ទាល់គឺខ្ញុំបាទឈ្មោះកូសាអញ្ចឹងខ្ញុំជានាយកគ្រប់គ្រងនិងជាសហស្ថាបនិកនៃ company Kubin Digital ដែលជាក្រុមហ៊ុនឯកជនមួយដែលយើងផ្ដោតសំខាន់ទៅលើការធ្វើទៅលើ mobile app ឬក៏ជា website អញ្ចឹងដូចសំណួរដូចបងសុភ័ក្រគាត់បានសួរទៅវិញអញ្ចឹងគឺពីតទៅជាមួយនឹងស្ថាប័នទៅលើឯកជនផ្ទាល់អាចនិយាយបានថាគឺតទៅជាមួយនឹងជំនាញទៅលើតទៅជាមួយនឹង skill ដែលយើងនិយាយថាគឺតទៅជាមួយនឹង technology គឺដើរតួនាទីសំខាន់មែនតើគឺពីតទៅជាមួយនឹងក្រុមហ៊ុនឯកជនហ្នឹងគឺយើងត្រូវការច្រើនហើយតទៅជាមួយនឹងដូចយើងឃើញការពីតទៅជាមួយនឹងកម្មអញ្ចឹងគឺតទៅជាមួយនឹងវិស័យឬក៏ជំនាញផ្សេងៗមិនថាដូចជា accounting ឬក៏តទៅជាមួយនឹងវិស័យសេដ្ឋកិច្ចឬក៏ជាវិស័យផ្សេងៗមួយចំនួនទៀតគឺមិនថាជានៅក្នុងក្រសួងឬក៏ជាស្ថាប័នផ្សេងៗគាត់បានជួយបានច្រើនមែនតើដើម្បីឲ្យសិស្សឬក៏ជានិស្សិតគាត់ទទួលបានបទពិសោធន៍ច្រើនដើម្បីអាចគាត់ចាប់យកទៅជំនាញនឹងបានផ្ទាល់តែសម្រាប់ទៅជាមួយនឹងរយៈពេលប្រហែលជា3ឆ្នាំចុងក្រោយនេះគឺយើងឃើញថាទៅជាមួយនឹងទៅលើជំនាញថ្មីដែលយើងអាចនិយាយថាជា advanced skill ដូចជា AI ដូចជាទៅជាមួយនឹង skill មួយចំនួនផ្សេងទៀតគឺជាតម្រូវការខ្លាំងមែនតើដែលជាពីស្ថាប័នមិនថាជាស្ថាប័នរដ្ឋឬក៏ជាស្ថាប័នឯកជនទេអញ្ចឹងដូចយើងឃើញគឺរយៈពេលក្រោយនេះគឺទៅជាមួយនឹង skill មួយចំនួនដែលខ្ញុំអាច list បានហ្នឹងគឺទៅជាមួយនឹងខាង AI ឬក៏ជា machine learning ក៏ដូចជាទៅជាមួយនឹងវិស័យផ្សេងទៀតគឺទៅជាមួយនឹងខាង UX ឬក៏ UI design មានថាការរចនាទៅលើបទពិសោធន៍ទៅលើទៅជាមួយអតិថិជនហ្នឹងហើយទៅជាមួយនឹងខាងជា data analysis ក៏ដូចជាទៅជាមួយ security ឬក៏ដូចជាទៅជាមួយ e-commerce គឺជាវិស័យដែលកំពុងត្រូវការចាប់អារម្មណ៍ខ្លាំងមែនតើហើយជាពិសេសគឺស្ថាប័នឯកជនដូចខ្ញុំផ្ទាល់អញ្ចឹងគឺយើងត្រូវការអ្នកដែលគាត់ជានិស្សិតឬក៏អ្នកដែលគាត់ធ្វើការហ្នឹងត្រូវការទៅលើវិស័យនេះផ្ទាល់ច្រើនផងដែរបងបាទអរចឹងបងមានប៉ុណ្្នឹងឯងបាទអរគុណច្រើនលោកបាទអញ្ចឹងយើងឃើញថាតម្រូវការ
ជំនាញខាងផ្នែក digital ហ្នឹងគឺច្រើនមែនទែនហើយទៅមុខទៅវាចង់និយាយថាកាន់តែត្រូវប៉ាន់និយាយភាសាសាមញ្ញធម្មតាអញ្ចឹងសំណួរយើងធំនេះថាតើតម្រូវការជំនាញធំអញ្ចឹងយើងគួររៀបចំការបណ្ដុះបណ្ដាលតាមលក្ខណៈដោយបណ្ដេញខ្លះបាទផ្លូវការមិនផ្លូវការឲ្យកាន់តែសម្បូរបែបដើម្បីងាយស្រួលបំពេញនឹងតម្រូវការទីផ្សារហ្នឹងខ្ញុំសូមងាកមកខាងក្រសួងបន្តិចបាទដោយសារលោកកាន់ខាងព័ត៌មានទីផ្សារផងបើសិនបើមានអាចចង់ថែមថយពីសំណួរខាងដើមហ្នឹងក៏សូមអញ្ជើញតែមួយទៀតខ្ញុំជឿថាក្រសួងក៏បានរៀបចំជាគោលនយោបាយឬក៏ដើម្បីជំរុញការបណ្ដុះបណ្ដាលធ្វើម៉េចឲ្យវាឆ្លើយតបទៅនឹងតម្រូវការទីផ្សារហ្នឹងអញ្ចឹងសូមលោកគិតសុភាពអាចជួយបញ្ជាក់បន្ថែមកន្លែងហ្នឹងតកតងថាតើយើងធ្វើម៉េចដើម្បីរៀបចំការបណ្ដុះបណ្ដាលរបស់យើងហ្នឹងជាពិសេសតកតងនឹងជំនាញ digital ឬក៏ជំនាញថ្មីហ្នឹងឲ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបបានទៅតាមទីផ្សារហើយបន្ទាប់ពីហ្នឹងស៊ីហួងដែរដែលគាត់កាន់ academy មួយមិនមែនបណ្ដុះបណ្ដាលដល់ថ្នាក់បញ្ញាបត្រឬក៏ធំអីទេក៏ប៉ុន្តែគឺ tailor ទៅតាមគឺរៀបចំធ្វើម៉េចឲ្យស៊ីជាមួយនឹងទីផ្សារតែម្ដងអញ្ចឹងស៊ីហួងនឹងក្រៅបាទអញ្ចឹងសូមអញ្ជើញលោកសុភាពបាទ Hello បាទជាបឋមបាទសូមគ្រប់ឯកឧត្តមលោកជំទាវ Hello បាទជាបឋមបាទសូមគ្រប់ឯកឧត្តមលោកជំទាវលោកស្រីទាំងអស់ដែលមានវត្តមាននៅក្នុងទីនេះក៏ដូចជាបងជានិស្សិតឬក៏សិក្ខាកាមសិស្សនិស្សិតទាំងអស់ដែលបានចូលរួមនៅក្នុងគ្នាពេលនេះខ្ញុំសូមលើកយកថាតើយើងធ្វើដូចម្ដេចដើម្បីតម្រូវការ skill នឹងមានបរិមាណខ្ពស់ហើយយើងធ្វើយ៉ាងម៉េចដើម្បីឲ្យគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារបានអញ្ចឹងដោយសារខ្ញុំមកនេះគឺនៅក្នុងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈអញ្ចឹងដើម្បីឆ្លើយតបនឹងការបណ្ដុះបណ្ដាលឲ្យមានប្រសិទ្ធភាពគឺទី1ដោយសារយើងយោងតាមផែនការយុទ្ធសាស្ត្រក៏ដូចជាគោលនយោបាយជាតិក៏ដូចជាផែនការរបស់ក្រសួងអញ្ចឹងយើងមានរៀបចំនៅក្នុងនាយកដ្ឋានអគ្គនាយកដ្ឋានអប់រំគឺស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្រទី2ដែលនិយាយអំពីការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងជាជីវៈឲ្យឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម 4.0 សង្គម digital និងសេដ្ឋកិច្ចបៃតងនេះគឺមានន័យថាយើងបានរៀបចំនៅផែនការយុទ្ធសាស្ត្រដែលមាន5កម្មវិធីដើម្បីធ្វើម៉េចឲ្យសម្រេចនៅគោលដៅនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងនៅក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1នេះធ្វើម៉េចដើម្បីផលិតនៅធនធានមនុស្សឲ្យមានចំណេះនិងមានជំនាញហើយមានការងារធ្វើអញ្ចឹងហើយក្រសួងក៏បានរៀបចំបំរែបំរួលនៃសុចនាករនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យយើងសម្រេចបានទី1គឺការពង្រឹងប្រព័ន្ធអភិបាលកិច្ចឲ្យឆ្លើយតបនឹងបច្ចេកវិទ្យា digital បាទទី2គឺពង្រឹងគុណភាពការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសអញ្ចឹងនៅក្នុងកម្មវិធីទី2នេះហើយដែលជាកម្មវិធីមួយដើម្បីធ្វើម៉េចពង្រឹងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារគឺយើងបានធ្វើការកំណែតម្រង់ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៅក្នុងនេះខ្ញុំសូមលើកយកមក3ទី1យើងនិយាយអំពីកែតម្រង់របស់ប្រព័ន្ធកែតម្រង់របស់ប្រព័ន្ធហ្នឹងទីម៉េចគឺយើងត្រូវសិក្សាទីពីមុនយើងការសិក្សាផ្អែកលើ time table base មានន័យថាយើងសិក្សាទៅលើពេលវេលានៃការសិក្សាផ្អែកលើពេលវេលាប៉ុន្តែមកដល់សប្តាហ៍ថ្ងៃយើងអាចប្រើ model នឹងមួយទៀតដើម្បីធ្វើការបណ្ដុះបណ្ដាលទៅលើយុវជនឬក៏ជនដែលងាយរងគ្រោះក្នុងការដែលទទួលនៅជំនាញនឹងគឺយើងសិក្សាទៅលើ module base learning មានន័យថាយើងសិក្សាទៅផ្អែកទៅលើ module មួយនៃកញ្ចប់សិក្សាដែលមាននៅក្នុង module នឹងតែម្ដងបាទចំណុចទី2គឺយើងបើកច្រកសិក្សាជាច្រើនសម្រាប់ឲ្យយុវជនឬក៏សិស្សានុសិស្សដែលគាត់មានបំណងចង់សិក្សាទី1គឺយើងសិក្សាផ្អែកលើមានន័យថាការសិក្សាផ្អែកលើសមត្ថភាព CBT ទី2យើង
មានន័យថាយើងសិក្សាការសិក្សាដែលមានពីមុន ERPL បាទឬក៏តាមរយៈកម្មវិធីការស្ពានចម្លងបន្តជំនាញឬក៏យើងនិយាយអំពី BIP ដែលយើងទៅលើជំនាញដែលមានពីមុនស្រាប់បាទចំណុចហ្នឹងបាទហើយចំណុចមួយទៀតយើងនិយាយអំពី process នៃដំណើរការបណ្ដុះបណ្ដាលអញ្ចឹងមានន័យថាការបណ្ដុះបណ្ដាលរបស់យើងសពថ្ងៃមានន័យថាយើងបានរៀបចំនៅកញ្ចប់ធម្មតាដើម្បីធ្វើម៉េចឲ្យយុវជនមានជំនាញយើងត្រូវតែកសាងនៅកម្មវិធីសិក្សាអញ្ចឹងយើងរៀបចំកម្មវិធីសិក្សាឲ្យឆ្លើយតបទៅនឹងទីផ្សារដែលមានបច្ចុប្បន្នបន្ទាប់មកនៅពេលដែលយើងកសាងនៅកម្មវិធីសិក្សារួចយើងត្រូវតែធ្វើការ upgrading ឬក៏ reskill upskill គ្រូដើម្បីមិនឲ្យគាត់ឆ្លើយតបទៅនឹងអ្វីដែលជាចំណេះជំនាញរបស់គាត់មានន័យថាបើសិនជាបច្ចេកវិទ្យាគាត់ចាប់ផ្ដើមដើរទៅនៅក្នុងបដិវត្តមួយដែលមានការរីកចម្រើនហើយបើសិនជាយើងជាគ្រូបង្រៀនម្នាក់បើយើងមិន up skill re skill ឲ្យឆ្លើយតបនឹងជំនាញនេះទេមានន័យថាយើងការផ្ទេរចំណេះដឹងទៅដល់សិស្សនិស្សិតដែលយើងមាននឹងគឺអត់បានសម្រេចដោយអ្វីដែលយើងបានគ្រោងទុកទេបាទចំណុចមួយទៀតនៅក្នុងនឹងដែរដូចកន្លងមកនេះនៅខាងខ្ញុំគឺអគ្គនាយកដ្ឋានអប់រំគឺបានធ្វើវិក្រិតការគ្រូនៅក្នុងឆ្នាំ2024ប្រមាណជាង250នាក់បាទដើម្បីឲ្យធ្វើម៉េចដើម្បីឲ្យគាត់មានចំណេះជំនាញអ្វីដែលអាប់ដេតពីអ្វីដែលគាត់មានស្រាប់បាទបន្ទាប់មកមួយទៀតខ្ញុំនិយាយអំពីដំណើរការគ្រប់គ្រងដំណើរការគ្រប់គ្រងនេះមានន័យថាកាលពីមុនការគ្រប់គ្រងរបស់យើងគឺតាមលក្ខណៈមួយយើងនិយាយថាវាជា hard copy ប៉ុន្តែមកដល់សប្តាហ៍ថ្ងៃយើងបានប្រើបច្ចេកវិទ្យាចំនួន5ដែលយើង design ជា app ជា web ដែលដើម្បី support ក្នុងការគ្រប់គ្រងទី1មានប្រព័ន្ធ TVEDMIS សប្តាហ៍ដែលយើងកសាងឡើងតាំងពីឆ្នាំ2014រហូតមកដល់នឹងយើងមានប្រព័ន្ធ School Management System គឺការគ្រប់គ្រងទៅលើគ្រឹះស្ថានបាទបន្ទាប់មកយើងមាន e-learning platform មួយសម្រាប់ឲ្យយើងរៀនពីចម្ងាយឬក៏រៀនតាមរយៈ online ហ្នឹងបាទហើយការធ្វើតេស្តវាយតម្លៃសមត្ថភាពដែលមានពីមុនដែលមាននិយាយថា ERPL ហ្នឹងបាទហើយនឹងសប្តាហ៍ថ្ងៃនេះគឺជាគោលដៅមួយទៀតគឺការបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រឬគ្រួសារដែលងាយរងហានិភ័យ1.5 លាននាក់ដែលយើងមាន app មួយសម្រាប់ឲ្យគាត់ register នៅទីណាក៏បានដើម្បីឲ្យគាត់ចុះឈ្មោះចូលរៀនបាទហើយបន្ទាប់ពីនឹងមកទៀតគឺយើងបាននិយាយអំពីការធ្វើតាក់ទងទៅនឹងមានន័យថាដើម្បីឲ្យគាត់រៀនហើយមានការងារធ្វើគឺយើងលើកកម្មវិធីមួយគេហៅថា WBL ការសិក្សានៅក្នុងកន្លែងការងារចឹងហើយនេះគឺជាគោលនយោបាយក៏ដូចជាកម្មវិធីដែលខាងអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបានធ្វើការកំណែតម្រង់ដើម្បីឆ្លើយតបនឹងបច្ចេកវិទ្យា Digital ឬក៏សេដ្ឋកិច្ចបៃតងបាទសូមអរគុណខ្ញុំបន្ត direct ហ្មងបងណាចាជាបឋមសូមគោរពអាដាមលោកជំទាវបងបងប្អូនលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅទីនេះនាងខ្ញុំឈ្មោះសៀវហួងហើយជាតំណាងវិទ្យាស្ថានឯកជនបណ្ដុះបណ្ដាលជំនាញ Digital នៅប្រទេសកម្ពុជាហើយយើងក៏ជាដៃគូសហការរបស់ក្រុមហ៊ុនបណ្ដុះបណ្ដាលផ្ទាល់នៅខាងសហរដ្ឋអាមេរិក Silicon Valley ផងដែរអញ្ចឹងកម្មវិធីសិក្សា3ធំដែលយើងបាននាំមកប្រទេសកម្ពុជាទី1គឺយើងបើកជាលក្ខណៈ Deep Tech Training Specialization Training អញ្ចឹង Specialization គឺយើងសំដៅទៅលើសិស្សានុសិស្សដែលគាត់មានបំណងថ្ងៃអនាគតនឹងចង់ក្លាយទៅជា Engineers អញ្ចឹងបានថា course ដែលគាត់រៀនដែលគាត់នឹងរៀនហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការសរសេរ code ការ analyze data ការបង្កើត model machine learning ការ train data ធំមួយចំនួនដូចជា big data អញ្ចឹងនៅក្នុង course ទាំងអស់ហ្នឹងវាមានដូចជា full stack development front end back end យើងមាន data analytics មាន machine learning ហើយកម្មវិធីទី2គឺយើងសំដៅទៅលើបុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនឯកជនធំឬក៏ខាងគាត់ជា SMEs ក៏យើងមានសិស្សានុសិស្សដែលមកពីខាងក្រុមហ៊ុនផងដែរអញ្ចឹងជំនាញ digital ដែលយើងស្វែងទៅពួកគាត់it's not actually deep tech it's more on digital skills what is our definition និយមន័យនៃ digital skill គឺបានន័យថាដោយសារពួកគាត់កំពុងតែធ្វើការហើយពួកគាត់ត្រូវការ update up skill ជំនាញ digital ដែលត្រូវការ adapt
adopt ទៅក្នុង market នៅក្នុងវិស័យរបស់ពួកគាត់ហ្នឹងអញ្ចឹងគឺ it's not about how to code បានន័យថាគាត់យើងអត់បណ្ដុះបណ្ដាលពួកគាត់ឲ្យតែទៅសេកូដដើម្បីបង្កើត website ខ្លួនឯងឬក៏ទៅសេកូដដើម្បី analyze data ទេប៉ុន្តែគឺយើងបង្រៀនបណ្ដុះបណ្ដាលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ tool មួយចំនួននៅក្នុងការដោយមិនចាំបាច់មាន background នៅក្នុងការសរសេរកូដទេក៏គាត់អាចប្រើប្រាស់ tool ទាំងអស់ហ្នឹងដើម្បីទទួលបាននៅលទ្ធផល output ទៅតាមអ្វីដែលគាត់ចង់បានផងដែរអញ្ចឹងឧទាហរណ៍ដូចជានៅក្នុង data analytics ខាង engineer គឺគេរៀនខាង data science ដែលរៀនខាង Python language ប៉ុន្តែខាង professional ដែលគាត់ធ្វើការហ្នឹង digital analytics គឺគាត់រៀន tool ដូចជា Power BI or programming Google Colabs ជួនកាលយើងមាន SQL ចឹងទាំងអស់ហ្នឹងគឺជា tool ដែលអត់ត្រូវការជំនាញ coding ទេប៉ុន្តែគាត់អាចយកមកប្រើប្រាស់ដើម្បី analyze វិភាគទិន្នន័យនៅកន្លែងការងារគាត់បានអញ្ចឹងនេះជាកម្មវិធីទី2ហើយកម្មវិធីទី3គឺយើងមាន tailor made program ដែលដូចជាក្រុមហ៊ុនមួយចំនួនគឺគាត់មាន specific skill need ហ្មងអញ្ចឹងឧទាហរណ៍ថាមានក្រុមហ៊ុនមួយគឺគាត់ត្រូវការtraining បុគ្គលិកពួកគាត់ពាក់ព័ន្ធជាមួយនឹង generative AI usage ដើម្បី improve office productivity អូខេតើនៅពេលដែលគាត់ធ្វើ content digital marketing គាត់អាចប្រើប្រាស់ generative AI ដូច ChatGPT ឬក៏ឥឡូវហ្នឹងគឺយើងស្គាល់ទាំងអស់គ្នាថា DeepSeek ក៏មានដែរអញ្ចឹង tool ទាំងអស់ហ្នឹងតើពេលណាដែលយើងត្រូវការប្រើ tool របៀបណាហើយយើងគួរតែប្រើ free version ឬក៏ paid version បើសិនគាត់ត្រូវការ generate video generate image គាត់ត្រូវប្រើ tool អីគេខ្លះប៉ុន្តែនៅក្នុងហ្នឹងពាក់ព័ន្ធជាមួយនឹង data outreach data privacy គាត់ត្រូវប្រយ័ត្នមិនខ្លះអញ្ចឹងទាំងអស់ហ្នឹងគឺជា customize course ដែលយើងធ្វើទៅឲ្យក្រុមហ៊ុនដែលគាត់មានតម្រូវការច្បាស់លាស់ថាគាត់ត្រូវការបណ្ដុះបណ្ដាលខាងអីហើយក៏យើងមាន partner ជាមួយនឹងខាង international development partner ផងដែរនៅក្នុងនោះគឺមាន USAID DWD ដែលយើងមាន partner program ដើម្បី train specialized course ហើយនឹងផ្សារភ្ជាប់ពួកគាត់ទៅក្នុង industry ដើម្បីពួកគាត់ expose ទៅក្នុង industry knowledge អញ្ចឹងសរុបមកវិញបកពីកម្មវិធីធំពី3ហ្នឹងគឺទាំងអស់គ្នាប្រហែលជាបានសង្កេតឃើញហើយថាយើងអត់មាន curriculum មួយដែល one fit all ទេ so digital skill education ឬក៏ technology education គឺ really ថាតើ target audience របស់យើងជាអ្នកណាគេគឺគាត់មានតម្រូវការ skill របៀបណាផ្នែកណាហើយ application នៅក្នុងតម្រូវការដល់កម្រិតណា so digital skill វាទូលំទូលាយអញ្ចឹងនៅក្នុងការដើម្បី tailor made curriculum គឺយើងត្រូវតែទី1 keep update our curriculum ទៅតាមសម័យកាល digital advancement របស់ technology មួយហ្នឹងហើយនឹងការប្រើប្រាស់នៅក្នុងស្រុកទៀត more on not just you know get the update ពីអូខេនៅអាមេរិកគេដើរដល់ណាដល់ណីអញ្ចឹងយើងត្រូវតែរៀនexactly the same no it's actually គេដើរដល់ណាដល់ណីមែនប៉ុន្តែនៅក្នុងការប្រើប្រាស់បច្ចុប្បន្នហើយនៅថ្ងៃអនាគតគឺយើង localize មកខាងប្រទេសកម្ពុជាយើងនឹង learner behavior របៀបណាខ្លះនឹងទី1គឺ continuous curriculum development ហើយទី2គឺ we have career partners ដែលយើងមានឥឡូវនេះ almost 20 career partners ដែលគាត់សហការជាមួយយើងនៅក្នុងការ not just after សិស្សរបស់យើងគាត់ graduate គាត់រៀនចប់គឺទៅធ្វើការនៅកន្លែងគាត់ទេប៉ុន្តែក៏គាត់ចូលរួមនៅក្នុងការ training session មួយចំនួនហើយ training session ហ្នឹង actually ក៏ focus ទៅលើ industry specific knowledge ហើយ especially soft skill ដែលបងសម្បឿនបាន mention នៅក្នុងហ្នឹងដែរដូច leadership management communication teamwork project management ទាំងអស់ហ្នឹងគឺខាងក្រុមហ៊ុនគឺគាត់មានការកង្វះខាតច្រើនប៉ុន្តែក៏គាត់មាន resource នៅក្នុងការ train ជួយចែករំលែកម្ដងបងប្អូនដែលគាត់ត្រូវការនៅពេលដែលគាត់ទៅធ្វើការហើយ benefit នៅក្នុងការ collaborate ជាមួយ industry partner មួយទៀតផងដែរគឺនៅពេលដែលកូនសិស្សរបស់យើងគឺគាត់រៀនហ្នឹងគឺ not just ដោះស្រាយបញ្ហាដែលគាត់គិតបានន័យថានៅក្នុង stage ដែលយើងឲ្យគាត់ធ្វើ MVP គឺគាត់អាចគិតថាឥឡូវនៅក្នុងការបង្កើត product ណាមួយគាត់ត្រូវ solve problem អីគេប៉ុន្តែ sometimes problem ដែលគាត់ solve ហ្នឹងអត់ទាន់ practical ទេដោយសារគាត់អត់ទាន់បទពិសោធន៍គ្រប់គ្រាន់អញ្ចឹងយើង invite career partner របស់យើងហ្នឹងមកឲ្យ problem ដែលគាត់ជួបប្រទះរាល់ថ្ងៃនៅក្នុងកន្លែងការងារគាត់ហ្មងហ្នឹងដើម្បីឲ្យកូនសិស្សគាត់ work on that proposed solution ប៉ុន្តែមិនមែនបានន័យថាក្រុមហ៊ុនដែលបញ្ហាដែលក្រុមហ៊ុនធំជួបប្រទះកូនសិស្សគឺត្រូវតែដោះឲ្យ perfect ទេប៉ុន្តែវាជា case study ដែលគាត់អាច brainstorm ទៅលើ real design thinking problem solving ហើយ actually we observe that there's a good result out of it ដោយសារតែនៅពេលដែលគាត់ដោះបញ្ហាដែលជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា the context and everything
it actually trigger them to think more on the actual strategies ហើយនឹងដែលយើងធ្វើអញ្ចឹងបានន័យថាខាង career partner គាត់ឃើញជាក់ស្ដែងណាថាអ្វីដែលសិស្សគាត់ធ្វើបានមកកម្រិតណាអញ្ចឹងនៅពេលដែលគាត់យកសិស្សទៅធ្វើការគឺគាត់ដឹងហើយថាសិស្សគាត់បកកាយខាងណាមិនបកកាយខាងណា and I think last ចុងក្រោយគឺអ្វីដែលយើង train actually ការប្រឡងអត់សំខាន់ទេសម្រាប់ពួកខ្ញុំនៅក្នុងការបណ្ដុះបណ្ដាលគឺចុងក្រោយ final project គឺអត់ប្រឡងទេគឺ final project គឺធ្វើម៉េចឲ្យ project ដែលគាត់ធ្វើហ្នឹងគឺគាត់ធ្វើបានសម្រេចឧទាហរណ៍នៅក្នុង full stack development let's say គឺគាត់ត្រូវតែធ្វើ app ឬក៏ website មួយឲ្យបានសម្រេចហើយយកមក present អញ្ចឹងបានថាគឺយើង focus លើ technical portfolio show វិញដើម្បីគាត់បានធ្វើគាត់ដឹងថាគាត់គាត់នៅក្នុងការធ្វើហ្នឹងគឺគាត់ learn along the way ហើយនៅពេលដែលយើង judge ពួកគាត់ evaluate ពួកគាត់គឺយើងមើលទៅលើ final outcome អញ្ចឹងវាអត់សំដៅទៅលើការដាក់បន្ទុកការប្រឡងផ្សេងប៉ុណ្ណោះតែនៅក្នុង skill development ហ្នឹងគឺយើងសំខាន់ទៅលើ output ដែលគាត់ធ្វើបានចេញមកផ្ទាល់អញ្ចឹងជាសង្ខេបគឺសម្រាប់ training provider ដូចពួកខ្ញុំគឺពួកខ្ញុំ focus ទៅលើ employment ready skill ហើយនឹង really project based learning ដែល connect ពួកគាត់ជាមួយនឹង industry need ចាបងអូខេអរគុណស៊ីហូខ្ញុំឃើញបងសុភាចង់ចូលរួមទៅហើយតែសូមតិចទៀតស៊ីហូសូមបន្ថែមសំណួរបន្តិចខ្លីទេខ្ញុំដឹងថាយើងសិស្សចិត្តចប់បានមួយវគ្គហើយចុងក្រោយវគ្គធំណាចង់យល់បន្តិចពីនេះសិស្សដែលនៅក្នុងក្រុមទី1ដែលកំពុងតែរៀននៅដូចជាហើយចិត្តចប់ហ្នឹងតើពួកគាត់ជានរណាហើយគាត់បានរៀន expose ទៅកម្មវិធីហ្នឹងវាម៉េចហើយទីទៀតពេលចេញទៅហ្នឹងមានពន្លឺខ្លះនៅថាតើគាត់នឹងទៅធ្វើការយ៉ាងណាយ៉ាងណីបាទអូខេបងខ្ញុំប្រហែលជាលើកឧទាហរណ៍កម្មវិធីសិក្សាទី3ដែលយើងធ្វើជាមួយខាង USAID Digital Workforce Development អញ្ចឹងក៏ program ហ្នឹងគឺឈ្មោះ Techpreneur អញ្ចឹង Techpreneur ហ្នឹងគឺជា scholarship program ដែល funded by ខាង USAID DWD together ជាមួយនឹងខាងក្រសួងប្រៃសណីទូរគមនាគមន៍ហើយនៅក្នុងនឹងដែរគឺយើងមាន career partner ចំនួន12ដែលជា scholarship program ទទួលបានសិស្សចំនួន30នាក់ជា scholarship student ក្នុងរយៈពេល9ខែ full stack development boot camp ដើម្បី specialize ពួកគាត់ទៅក្នុងវិស័យ full stack become full stack developer អញ្ចឹងឥឡូវ program របស់ពួកយើងហ្នឹងគឺដល់ខែទី8ខែទី7ជាងខែទី8ហើយអញ្ចឹងតាមពិត actually នៅខែទី9ពួកយើងនឹងមាន graduation ceremony មួយដើម្បី invite partner មកដូចថា observe ពី output របស់កូនសិស្សហើយនឹងអាច pick choose ពួកគាត់ដើម្បីទៅធ្វើការប៉ុន្តែជាក់ស្ដែងនៅក្នុងខែទី9នេះនៅក្នុងការមានគឺគេហៅថានៅក្នុង program ទាំងអស់ហ្នឹងក្រៅពី training គឺយើងមាន sharing session គឺយើងមាន problem solving ideation challenge ចឹងនៅក្នុង ideation challenge ហ្នឹងមានក្រុមហ៊ុនមួយខ្ញុំប្រហែលជាអត់អាចបញ្ចេញឈ្មោះនៅនេះទេចឹងគាត់បានឲ្យ problem មួយគឺនៅក្នុងគាត់ជាផ្នែក micro finance ធនាគារចឹងគាត់មាន problem មួយគឺនៅពេលដែលមានគេ customer គាត់ឆាតមកចឹងការឆាតរបស់ពួកគាត់គឺគាត់ចង់មាន chat automation chatbot back ទៅវិញប៉ុន្តែ the problem is នៅពេលដែលពួកគាត់ឆាតមកពាក្យច្រើនជាភាសាខ្មែរ chatbot របស់ពួកយើង language ភាសាខ្មែរនៅអត់ទាន់ទូលំទូលាយនៅពេលដែលយើងប្រើប្រាស់នៅក្នុងការ filter ហ្នឹង response ក៏អត់ទាន់ល្អចឹង that's a real problem ដែលពួកគាត់មានដែល encounter a lot of operational issues and another problem is actually on document filtering បានថានៅក្នុងក្រុមហ៊ុនធនាគារគាត់មានឯកសារច្រើនមែនតើហើយឯកសារភាគច្រើនគឺគាត់នៅ physical គាត់ត្រូវ scan គាត់ត្រូវអីទាំងអស់ហើយការ scan ហ្នឹងទាំងអស់ហ្នឹងចុងក្រោយនៅពេលដែលមាន a huge database គាត់ចង់ search រកអត់ឃើញដដែលអញ្ចឹងយើងអាចមានវិធីសាស្ត្រណាអីដើម្បី take problem ទាំងអស់ហ្នឹងហើយនៅពេលដែលគាត់សួរមានចម្ងល់អីគឺអាចចេញមកភ្លាម with a reference ដូច ChatGPT ប៉ុន្តែសម្រាប់តែក្រុមហ៊ុនគាត់ដោយសារតែ data ទាំងអស់ហ្នឹងគឺ privacy អញ្ចឹងគាត់ឲ្យ problem ទាំងអស់ហ្នឹងទៅសិស្សបន្ទាប់មកនៅពេលដែលសិស្សគាត់ propose ជា solution យើងមាន30នាក់គាត់មានជា6ក្រុមអញ្ចឹងមានសិស្ស2ក្រុមដែលគាត់ទទួលបានដូចថា the best solution among all and then អត់តដល់ចង់ចប់កម្មវិធីផងគឺខាងក្រុមហ៊ុនគាត់ថាsolution ដែលកូនសិស្សគាត់ propose មកហ្នឹង is actually can actually develop តហើយ integrate ទៅឲ្យក្រុមហ៊ុនហ្មងអញ្ចឹងឥឡូវពួកយើងចង់ recruit ពួកគាត់ directly even before graduation អ
ចឹងអត់ពេលអញ្ចឹងទៅគឺពួកខ្ញុំ actually ឃើញ the success story that នៅពេលដែលយើង build on real problem នៅពេលដែល real problem គាត់ solution គាត់អាចប្រើការបានគាត់ integrate ភ្លាមៗហ្មងអញ្ចឹងការ build ហ្នឹងអត់ waste ទេ so that I think is something that the team is really proud of ហើយនៅក្នុង30នាក់ហ្នឹង almost half actually lock the opportunity with different company already នៅពេលដែលពួកគាត់ឲ្យ problem ហ្នឹងអញ្ចឹងខ្ញុំគិតថា this is a really a methodology ដែលពួកខ្ញុំនឹងបន្តបរិយាថែមទៀតនៅក្នុងការធ្វើ boot camp ទៅឲ្យ offer ទៅ industry partner របស់យើងនៅក្នុងការ recruit talent ដែលតម្រូវការជាមួយពួកគាត់ចាបងបាទអរគុណច្រើន inspiring មែនតើសូមអញ្ជើញបងសុភាបាទសំណួរដូចគ្នាដែរយូរហើយADB ចង់និយាយថាចាប់ផ្ដើមគិតគូរពីការបដិបដាវិជ្ជាជីវៈហើយបងសុភាក៏តែងតែនៅក្នុងនោះបាទកង្វះជំនាញការពង្រឹងប្រព័ន្ធបដិបដាសាលាបដិបដាឬក៏អប់រំបដិបដាដើម្បីផ្ដល់ជំនាញឲ្យឆ្លើយតបទៅតាមទីផ្សារបាទនេះគឺជាបញ្ហាដែលព្យាយាមដោះស្រាយកន្លងមកហើយបាទបន្ទាប់ពីបាទស្ដាប់នៅចុងក្រោយនេះបន្ថែមទៀតបាទសូមអញ្ជើញបងដល់ជាបាទទស្សនៈមួយចំនួនតើបាទតើយើងនឹងអាចបន្ត address challenge នឹងបញ្ហាប្រឈមនោះឲ្យកាន់តែប្រសើរឡើងដោយរបៀបណាបាទបងសូមអញ្ជើញបាទអរគុណច្រើនខ្ញុំដោយសារអត់មានជាសំណួរចំឲ្យខ្ញុំ share ជា view ជារួមអញ្ចឹងប្រហែលខ្ញុំត្រូវនិយាយច្រើនបាទប៉ុន្តែនឹងព្យាយាមឲ្យបានលឿនដើម្បីទុកឱកាសឲ្យយើងអ្នកចូលរួមបានលើកឡើងសួរហើយតាមការធ្វើបទបង្ហាញបាញ់មិញអំពីការហើយនឹងការចូលរួមរបស់វាគ្មិនបាញ់មិញហ្នឹងក៏ខ្ញុំគិតថាអាចនឹងមានចំណុចសំខាន់ច្រើនណាស់ដែលយើងអាចគួររៀនបន្ថែមបន្តរៀនសូត្របន្ថែមហើយពង្រីកវិសាលភាពនៃការអនុវត្តល្អនោះឲ្យបានលឿនឲ្យបានឆាប់រហ័សដើម្បីយើងអាចមើលឃើញពីផលជាឥទ្ធិពលនៃការបដិបដានិងការអភិវឌ្ឍធនធានមនុស្សរបស់យើងបាទប៉ុន្តែខ្ញុំចង់បញ្ជាក់បន្តិចចង់ភ្ជាប់ជាមួយនឹងគេហៅថាការបង្ហាញពីស្ថានភាពនៃសេចក្តីត្រូវការនៃជំនាញនៅក្នុងផ្នែក digital skill ដែលយើងបានជាប្រធានបទនៃវេទិការបស់យើងហ្នឹងគឺនៅក្នុងពេលថ្មីនេះឆ្នាំ2000សំទោសប្រហែលជា2ឆ្នាំកន្លងមកហើយធនាគារ Avazi បានធ្វើការស្រាវជ្រាវមួយអំពីគេហៅថាផលជាឥទ្ធិពលនៃ digital technology ឬក៏យើងហៅថា 4IR ហ្នឹងទៅក្នុងឧស្សាហកម្មនៅក្នុងវិស័យគ្រឹះស្ថានមួយចំនួនយើងឃើញថា technology វានឹងអាចជំនួសកន្លែងធ្វើកិច្ចការងាររបស់គេហៅថាកម្មករឬក៏របស់អ្នកធ្វើការហ្នឹងប្រហែលជា 12% នឹងជំនួសក្នុងរយៈពេលពីឆ្នាំ2020រហូតដល់2030 12% គឺថាវានឹងជំនួសប៉ុន្តែប្រសិនណាបើយើងជ្រៀតយកឱកាសនេះហើយយើងគេហៅថាចាប់យកនៅបច្ចេកវិទ្យាគឺយើងអាចនឹងគេហៅថាលើកតម្កើង increase productivity របស់យើងបានជាង 50% វិញអញ្ចឹងយើងបាត់បង់មនុស្សធ្វើការងារតែ 12% ទេប៉ុន្តែផលចំណេញនៃគេហៅថា productivity ផលិតភាពហើយនឹងផលចំណេញនៃឧស្សាហកម្មហ្នឹងគឺវាបានដល់ទៅ 50% អញ្ចឹងយើងឃើញ net gain គឺ 40% ចង់បានន័យថា technology គឺជាមធ្យោបាយតែមួយគត់នៅក្នុងការធ្វើdigital economy ហើយនឹងការប្រកួតប្រជែងរបស់យើងការសិក្សាដែលខាង Digi បាននឹងកំពុងធ្វើពាក់ព័ន្ធទៅនឹងរឿង cost ពាក់ព័ន្ធទៅនឹងរឿងជំនាញដែលត្រូវការដែលកំពុងតែផ្ដល់ឲ្យហើយដែលត្រូវការដោយឧស្សាហកម្មហ្នឹងខ្ញុំមើលទៅវាស្របគ្នាជាមួយនឹងការសិក្សាថ្មីមួយទៀតរបស់ McKinsey ជា global consulting firm business consulting 2024ហ្នឹងណា
គឺ course ដែលបានលើកឡើងបាញ់មិញ AI machine learning big data analysis business process development ទាំងអស់ហ្នឹងគឺជាអត្ថិភាពនៃជំនាញដែលត្រូវការសំខាន់បំផុតអញ្ចឹងបើយើងពិនិត្យមើលជាទស្សនៈនៅក្នុងជាលក្ខណៈ global ជាមួយនឹងអ្វីដែលខាង Digi បានកំពុងផ្ដល់ឲ្យក៏ដូចជាខាង CAT កំពុងតែផ្ដល់ដែរ course ដែលកំពុងផ្ដល់ក៏ដូចជាខាងក្រសួងការងារហ្នឹងគឺយើងឃើញថាវា consistent គ្នាវាស្របគ្នាបាទអញ្ចឹងយើងដឹងច្បាស់ហើយអំពីស្អីដែលត្រូវការបាទស្អីដែលយើងត្រូវរៀបចំដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការហ្នឹងខ្ញុំសូមចែករំលែកនៅដើម្បីជាថាតើយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យការបដិបដាលរបស់យើងឆ្លើយតបហើយបទពិសោធន៍បំបញ្ញមិញដែល Digi បានលើកឡើងគឺសំខាន់ណាស់ការចូលរួមការដឹងអំពី problem ដែល industry ឬក៏ business គាត់ face ហើយអា training របស់យើងហ្នឹងត្រូវតែ address solution រក solution ដើម្បី address problem ហ្នឹងអាហ្នឹងគឺការសិក្សារបស់យើងហ្នឹងគឺវានឹងឆ្លើយតបបាទគឺវានឹងមានប្រសិទ្ធភាពអញ្ចឹងមានន័យថាម៉េចវាមានន័យថាការសិក្សាការផ្ដល់ការបដិបដាលត្រូវតែយល់អំពីសេចក្តីត្រូវការនៃឧស្សាហកម្មឬក៏នៃជំនួញបាទនៅពេលដែលយើងដឹងអំពីសេចក្តីត្រូវការហ្នឹងហើយយើងអាចគេហៅថា co-create ជា curriculum ក៏បាន training program ក៏បានឬក៏ joint delivery training program ហ្នឹងតែម្ដងបាទអានេះជាវិធីដែលមានប្រសិទ្ធភាពបំផុតបាទនៅក្នុងការងារការបដិបដាលហើយយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យការយល់ដឹងពីសេចក្តីត្រូវការហើយនឹងការផ្គត់ផ្គង់មិនបាញ់មិញគាត់ស្ដាប់បន្តិចហ្នឹងថាតើសំណួរចោលសួរថាតើយើងត្រូវធ្វើម៉េចដើម្បីឲ្យការងារនេះដឹងបានទូលំទូលាយដឹងទៅដល់គ្រឹះស្ថានបដិបដាលរាប់ទាំងសាលារៀនដើម្បីឲ្យគាត់យកអាហ្នឹងទៅអនុវត្តបាទអានេះជាវិធីដែលសំខាន់ថាតើត្រូវធ្វើម៉េចឲ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីបញ្ហានេះបានន័យថាការចែករំលែកបទពិសោធន៍ថ្ងៃនេះជាឧទាហរណ៍មួយបាទអញ្ចឹងខ្ញុំគិតថាយើងត្រូវតែផ្ដល់នៅធាតុចូលពីអ្វីដែលជាបទពិសោធន៍នេះទៅក្នុងប្រព័ន្ធការកែតម្រង់ប្រព័ន្ធអប់រំរបស់យើងចំណុចមួយទៀតនៅក្នុងប្រព័ន្ធអប់រំរបស់យើងពាក្យច្រើនយើងពិនិត្យមើលពាក់ព័ន្ធរឿងគេហៅថា assessment ឲ្យបន្ទុកទៅលើកូនសិស្សបាទបកកែថាតើគាត់ឆ្លើយបានត្រូវឬយ៉ាងម៉េចបាទប៉ុន្តែស្ដាប់មិញហ្នឹងគឺអាស្រ័យការធ្វើ assessment ការឲ្យ grade គឺមិនសំខាន់ទេគឺសំខាន់គឺគាត់អាចមាន project ដែលគាត់ deliver ដែលគាត់អាចធ្វើចុងក្រោយអញ្ចឹងប្រព័ន្ធអប់រំរបស់យើងខ្ញុំគិតថានៅពេលដែលយើងបញ្ចូល digital education ទៅថាតើយើងត្រូវធ្វើការកំណែតម្រង់យ៉ាងម៉េចពាក់ព័ន្ធរឿង assessment ពីព្រោះការណាពីរនេះអត់ដើរស្របគ្នាវាអាចនឹងមានបញ្ហាបាទអាចនឹងមានបញ្ហាជួនកាលវាមិនលើកទឹកចិត្តក្នុងការរៀនសូត្រក្នុងការបង្រៀនទេបាទពីព្រោះចុងក្រោយបំផុតយើងមើលបន្ទុកតាមរបៀបនៃការធ្វើ national assessment ឬក៏ examination បាទប៉ុន្តែការរៀនវាត្រូវផ្អែកទៅលើលទ្ធផលជាក់ស្ដែងហើយនឹង learning competency ហើយនឹង outcome របស់សិស្សម្នាក់ៗខ្ញុំសូមបញ្ចប់ត្រឹមនេះសិនបាទអរគុណបាទអរគុណច្រើនបងត្រូវចិត្តមែនទែនតែដៃប្រងអូខេបន្តទៀតឥឡូវចូលថាមកដល់ពេលនេះយើងឃើញតួនាទីសំខាន់មួយតួនាទីនៃការសហការគ្នាសំខាន់មួយរវាងសាលាបដិបដាលជាមួយនឹងវិស័យឯកជននេះសំដៅទៅលើ firm សំដៅទៅលើឧស្សាហកម្មចំណែកសាលាបដិបដាលសំដៅទៅលើទាំង skill provider ទាំងសាលាឯកជនទាំងសាលារដ្ឋយើងឃើញថាសំខាន់មែនទែនហើយដោយសារនៅកម្ពុជាយើងឃើញថាវិស័យឯកជននឹងដើរលឿនណាអារឿងវិវត្តនៃបច្ចេកវិទ្យានឹងបើថានៅប្រទេសទំនើបសាលាគេដោយសារគេសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យនឹងទំនើបនឹងគេអាចផ្ដល់អានឹងឲ្យទៅវិស័យឯកជនតែយើងឃើញថាវិស័យឯកជននៅស្រុកយើងនឹងគឺឈានមុខខ្លាំងរឿងនាំចូលបច្ចេកវិទ្យាថ្មីឬក៏បច្ចេកទេស
ទេពកោសលថ្មីមកនៅក្នុងទីផ្សារដល់អញ្ចឹងទេសាលាដាច់ខាតចាំបាច់ត្រូវតែសហការឲ្យបានល្អជាមួយនឹងវិស័យឯកជនអញ្ចឹងឥឡូវនៅក្នុងន័យហ្នឹងតើសាលាបាទប្រហែលជាសមាជិកទី1លោកគ្រូសម្បឿនបាទអាដាមសម្បឿនជួយនេះបន្ថែមបន្តិចតើការបណ្ដុះបណ្ដាលតើយើងធ្វើម៉េចដើម្បីឲ្យសាលាហើយនឹង firm ឧស្សាហកម្មសហការគ្នាឲ្យបានល្អបណ្ដុះបណ្ដាលជំនាញឲ្យត្រូវតាមតម្រូវការទីផ្សារហ្នឹងបាទហើយបន្ទាប់ពីហ្នឹងអាចថាជួយសមាជិកម្នាក់អីទៀតបាទសូមអញ្ជើញ បាទហៅឡូអរគុណដុកទ័រសុភ័ក្រសម្រាប់សំណួរអំពីកិច្ចសហការរវាងសាកលវិទ្យាល័យឬក៏គ្រឹះស្ថានឧត្តមសិក្សាជាមួយនឹងក្រុមហ៊ុនឯកជនដែលជាអ្នកត្រូវការជំនាញជាការប៉ុណ្ណាបើយើងនិយាយដោយត្រង់គឺយើងផលិតអ្នកជំនាញសម្រាប់ទៅធ្វើការនៅទីផ្សារអញ្ចឹងមានន័យថាអ្នកដែលត្រូវការប្រើប្រាស់ជំនាញពិតប្រាកដគឺនៅខាងក្រុមហ៊ុន industry បាទហើយមួយចំណែកក៏នៅប្រើប្រាស់នៅខាងរដ្ឋាភិបាលបាទអញ្ចឹងជាបទពិសោធន៍គឺយើងសហការយ៉ាងជិតស្និទ្ធជាមួយនឹងសហគ្រាសតាមទម្រង់ផ្លូវការនិងមិនផ្លូវការតាមទម្រង់ផ្លូវការគឺយើងមានចុះគេហៅថាការយោគយល់គ្នាដែលបញ្ជូនអ្នកឯកទេសពីសហគ្រាសមកធ្វើជាគ្រូឧទ្ទេសជំនាញនៅក្នុងកម្មវិធីសិក្សាផងដែរបាទដើម្បីឲ្យនិស្សិតរបស់យើងបានដឹងអំពីការវិវត្តថ្មីនៅខាងសហគ្រាសហើយទី2យើងមើលថានៅក្នុងកម្មវិធីសិក្សារបស់យើងគឺមានកម្មសិក្សាបាទបើនៅខាង CDT ពីឆ្នាំ2014ដល់2019យើងមានកម្មសិក្សាតែមួយដងទេប៉ុន្តែចាប់ពីឆ្នាំ2020ទៅយើងជំរុញឲ្យមានដល់2ដងដើម្បីអីដើម្បីទី1ពេលដែលគាត់ទៅសហគ្រាសលើកទី1គាត់បានដឹងអំពីមានន័យថាជារបត់បរិយាកាសនិងជំនាញដែលត្រូវការនៅក្រុមហ៊ុនហើយគាត់មានឱកាសត្រឡប់មកវិញហើយពង្រឹងសមត្ថភាពហើយនឹងគាត់ទៅកម្មសិក្សាលើកទី2ហើយលើសពីនោះទៅទៀតយើងសហការគ្រប់ជាមួយនឹងដៃគូផ្សេងក៏ដូចជាដៃគូអភិវឌ្ឍមួយចំនួនដើម្បីបន្ថែមកម្មវិធីគេហៅថា extra program ពីលើទៀតដូចជាករណីជាក់ស្ដែងនៅ CADT យើងបានបន្ថែមកម្មវិធីមួយទៀតហើយឈ្មោះថា work based learning ដែលយើង upgrade របស់គាត់ទៅជាកម្រិត advanced skill ដែលអ្នកបង្រៀននោះគឺសិតតែមកពីក្រុមហ៊ុនដែលយើងរើសបាទយើងនិយាយអំពីគឺបាទអាឡូបាទជាគំនិតរបស់ពួកខ្ញុំចេះបើថា skill gap មានន័យថាគឺកង្វះខាតជំនាញដែល mismatch គឺដោយសារតែគ្រឹះស្ថានអប់រំគាត់បដិបដាលតែម្នាក់ឯងហើយដល់ពេលដែលយកទៅខាង industry គាត់ឆ្លើយថាមិនគ្រប់គ្រាន់អញ្ចឹង work based learning នេះមានន័យថាគ្រូយើងឈប់បរៀនហើយបាទបើយើងនៅបរៀនទៀតគាត់នៅថា mismatch ទៅដែរអញ្ចឹងគឺយើងឲ្យអញ្ជើញ expert ពីខាងក្រុមហ៊ុននឹងតែម្ដងដែលមកបរៀននៅលើ advanced technology ដែលជាតម្រូវការរបស់គាត់អញ្ចឹងយើងរៀបចំនិស្សិតមុននឹងបញ្ចប់ការសិក្សានេះឲ្យមានជំនាញពេញលេញដែលយើងហៅថា prepare to be on board នៅពេលដែលគាត់ចប់ភ្លាមតែម្ដងហើយពួកខ្ញុំនឹងតាមដានអំពី program នេះទៀតថាតើវាផ្ដល់ប្រសិទ្ធភាពប៉ុណ្ណាពីព្រោះតែឥឡូវយើងទើបតែបាន2ជំនាន់ហើយយើងកំពុងតែសាកល្បងសួរទៅកាន់ក្រុមហ៊ុនថាតើនិស្សិតរបស់យើងមានសមត្ថភាពកម្រិតណាគាត់ជាចម្លើយបឋមគឺមានការពេញចិត្តច្រើនអំពីការ upgrade skill របស់គាត់ទៅកម្រិត advanced ដោយសហការជាមួយនឹងក្រុមហ៊ុន
ពីខាងក្រុមហ៊ុនឯកជននេះតែម្ដងបាទអរគុណ អរគុណកុលសាមានអី អូខេហេឡូនេះអញ្ចឹងអរគុណបងសម្រាប់ទៅជាមួយនឹងការចែកម្លែកទៅលើពីទៅជាមួយនឹងពីសាលាក៏ដូចជាទៅជាមួយនឹងសៀហងក៏បានគាត់ចែកម្លែកទៅជាមួយនឹងពីអ្វីដែលជា academy របស់គាត់ដើម្បីផ្ដល់ទៅលើទៅជាមួយនឹងបទពិសោធន៍ហើយនឹងការ up skill ទៅលើទៅជាមួយ student អញ្ចឹងទៅពីទៅជាមួយនឹងពីខាងខ្ញុំវិញដែលយើងជាទៅជាមួយនឹងក្រុមហ៊ុនឯកជនណាបងអញ្ចឹងយើងអាចនិយាយបានថាដូចអ្វីដែលបានបកស្រាយពីចំណុចមុនអញ្ចឹងគឺភាគច្រើនគឺដោយសារតែពីទៅជាមួយនឹងក្រុមហ៊ុនឯកជនគឺអ្វីដែលយើងនឹងធ្វើឬក៏ទៅជាមួយនឹងការដែលយើង provide ឬក៏ទៅជាមួយ work ទៅជាមួយនឹងអតិថិជនរបស់យើងគឺពេលខ្លះគឺទៅជាមួយនឹង skill ឬក៏ទៅជាមួយនឹង platform គឺតម្រូវទៅលើទៅជាមួយនឹង advanced skill នឹងច្រើនដែរអញ្ចឹងទៅជាមួយនឹងបើសិនបើយើងមើលពីទៅជាមួយនឹងការមុនប្រហែលជាភាគច្រើនគឺទៅជាមួយនឹងក្រុមហ៊ុនឯកជនគាត់អាចនឹងទៅ recruit ទៅជាមួយនឹង student ឬក៏តាមលក្ខខណ្ឌជាប្រភេទការ post ទៅលើ website ឬក៏ជា page social media ផ្សេងៗហើយពេលខ្លះគឺអាចនិយាយថាចំណាយពេលយូរមែនតើទៅលើពេលគាត់ចង់បានអ្នកដែលគាត់ជា talented ឬក៏គាត់នឹង skill ហ្នឹងបងព្រោះដូចយើងឃើញឥឡូវអញ្ចឹងគឺទៅជាមួយនឹងពី private sector ក្រុមហ៊ុនឯកជនពិសេសទៅជាមួយនឹងក្រុមហ៊ុនដែលគាត់ធ្វើទៅលើ tech solution ដូចជាការបង្កើតទៅលើ app ទៅលើទៅជាមួយនឹង website ឬក៏ទៅជាមួយនឹងផ្សេងៗហ្នឹងឥឡូវគឺដើរតួនាទីធំមែនតើដោយសារតែទៅជាមួយនឹងពីស្ថាប័នឬក៏ទៅជាមួយនឹងសហគមន៍ផ្សេងៗគឺត្រូវការទៅលើវិស័យហ្នឹងច្រើនអញ្ចឹងយើងធ្វើឬក៏យើង provide ទៅលើទៅជាមួយនឹង solution ហ្នឹងគឺច្រើនមែនតើបើសិនបើយើងមើលពីទៅជាមួយនឹងអ្នកដែលគាត់ជានិស្សិតឬក៏ជាអ្នកដែលគាត់ទៅធ្វើការហ្នឹងក៏យើងត្រូវការអ្នកគាត់នៅក្នុងវិស័យហ្នឹងច្រើនផងដែរហើយមកហូបក្រោយនេះដូចយើងឃើញហ្នឹងអ្វីដែលជាចំណុចល្អមួយពីទៅជាមួយនឹងពីក្រុមហ៊ុនអញ្ចឹងគឺដោយសារតែពីដូចពីខាងដូច CDT ក៏ដូចជាទៅជាមួយនឹង Academy គាត់ព្យាយាមធ្វើមិនក៏ដោយ connect ទៅជាមួយ server របស់គាត់ឬក៏ up skill ហ្មងផ្ដល់ជា like ជា training មួយដែលអាចនឹងជា full requirement មួយពីក្រុមហ៊ុនហ្មងដោយសារតែពីច្រើនកាលមុនគឺពីច្រើនយើងរៀនសិស្សគាត់រៀនជា general ច្រើនប៉ុន្តែដោយសារតែឥឡូវគាត់ដឹងថាអូឥឡូវនេះនៅក្នុងទៅជាមួយនឹងសម័យឥឡូវនេះផ្ទាល់ក្រុមហ៊ុនដែលគាត់ជាខាង tech solution គាត់ត្រូវការជំនាញប្រព័ន្ធនេះច្រើនមែនតើទៅជាមួយនឹង AI ខាង coding ទៅជាមួយនឹងខាង design thinking ទៅជាមួយនឹង UX UI design ឬក៏ទៅជាមួយ e-commerce អញ្ចឹងទៅភាគច្រើនគឺនៅតាមទៅជាមួយនឹងបណ្ដាគាត់ជា academy ឬក៏ជាសាលាគាត់ព្យាយាមឥឡូវនេះគាត់ work close មួយច្រើនដូចសូម្បីតែខ្ញុំផ្ទាល់អញ្ចឹងពីក្រុមខ្ញុំផ្ទាល់ក៏បាន work ច្រើនដែលគាត់មានជា student ពីខាង CDT ក៏បានមានជា MOU ជាមួយនឹងខាងដូចជា academy ដែរដើម្បីអាចមានថាទៅជាមួយនឹង student គាត់អាចធ្វើការនៅក្រុមហ៊ុនរបស់យើងផ្ទាល់អញ្ចឹងអ្វីយើងឃើញទៅគឺយើងឃើញមានអារម្មណ៍ថាពេលដែលយើងមានជា solution ឬក៏ជាបែបបទអញ្ចឹងបងគឺពីក្រុមឯកជនគាត់អាច working ជាមួយនឹង talented នេះគឺបានលឿនបំផុតហើយបើយើងមើលពីចំណុចដែលល្អបន្ទាប់ទៀតហ្នឹងគឺយើងឃើញថាបើសិនបើយើងអាចពង្រឹងសមត្ថភាពអ្នកគាត់ជាសិស្សឬក៏និស្សិតបានលឿនអញ្ចឹងមានន័យថាពីទៅជាមួយនឹងក្រុមហ៊ុន local ក៏គាត់អាចមានលទ្ធភាពក្នុងការដែល working ជាមួយនឹង local specialist ច្រើនផងដែរបងព្រោះដោយសារតែគេគឺទៅជាមួយនឹង opportunity គឺវារៀងធំដែរបងបើសិនបើយើងមើលពីបើសិនបើយើងទៅជាមួយនឹងទៅជាមួយ advanced skill បើសិនបើយើងអត់អាច advanced skill student នឹងឬក៏ពីបុគ្គលិកយើងដល់ចំណុចបានផងទេគឺយើងត្រូវការ service ឬក៏ការ working ជាមួយនឹងអ្នកដែលគាត់ជា foreigner ច្រើនហើយហ្នឹងក៏ជា challenge ផ្ទាល់ផងដែរទៅលើទៅជាមួយនឹងកម្រៃឬក៏ផ្សេងៗផងដែរអញ្ចឹងបើសិនបើពីបច្ចុប្បន្នភាពឥឡូវនេះខ្ញុំគិតថាវាគឺដើរតួនាទីសំខាន់ពេលដែលខ្ញុំគិតថាពេលយើង working ជាមួយនឹងអ្នកដែលគាត់នៅខាងជាសាលាឬក៏ទៅជាមួយនឹងទៅលើ academy ក្នុងការ up skill បាទអរគុណច្រើនមកតែប៉ុណ្្នឹងឯងអរគុណច្រើនបងសុំចេញមកបាទខ្ញុំចង់ចែករំលែក3ចំណុចពាក់ព័ន្ធទៅនឹងរឿងគេហៅថាផ្នែកផ្គត់ផ្គង់ហើយនឹងតម្រូវការទី1អ្នកចំនួនអ្នកបកកលរបរធ្វើ business ដើម្បីដឹងអំពីសេចក្តីត្រូវការនៃ customer របស់គាត់អតិថិជនរបស់គាត់វាមានគាត់ធ្វើរឿង2ខ្ញុំមិនអ្នករស់ស៊ីតែធ្វើរឿង2រឿងទី1គឺគាត់ចេញទៅជួប customer របស់គាត់ឬក៏ជួប potential customer បានជាសាធារណជនជារួមដើម្បីដឹងអំពីសេចក្តីត្រូវការទី2តាមរយៈ feedback ត្រឡប់មកវិញពីសាធារណជនដូចលើកឡើងឧទាហរណ៍អំពីបញ្ហាដែលអតិថិជនគេកំពុងត្រូវការតើសេវាប្រព័ន្ធនោះមានផ្ដល់រឿងហ្នឹងអត់អញ្ចឹងអានេះជាដូចគ្នាដែរ
នៅក្នុងយើងជាអ្នក supply ជាភាគច្រើនអ្នកផ្គត់ផ្គង់យើងបាទពីព្រោះយើងអ្នកប្រដបដាទុនធានមនុស្សនៅទីនេះគឺភាគច្រើនជាអ្នក supply អញ្ចឹងលុះតាតែយើងត្រូវធ្វើរឿងដូចគ្នា customer របស់យើងគឺ industry ឬក៏ employer បាទឬក៏ភាគខ្លះគាត់អាចជា sell employer sell employee ជាដើមហ្នឹងមិនបញ្ហាទេប៉ុន្តែដើម្បីដឹងអំពីសេចក្តីត្រូវការនៃទីផ្សារការងារអ្នកបដិបដាត្រូវធ្វើរឿងដូចគ្នាបាទត្រូវធ្វើរឿងដូចគ្នាទី1ទី2 industry ខ្លួនឯងវិស័យឯកជនខ្លួនឯងខ្ញុំសូមបញ្ជាក់ដែរថារដ្ឋាភិបាលកម្ពុជាបានមានគេហៅថាគោលនយោបាយហើយនឹងបទដ្ឋានគតិយុត្តច្រើនណាដែលលើកទឹកចិត្តឲ្យវិស័យឯកជនក្នុងការចាប់យកនៅបច្ចេកវិទ្យាបាទទាំងនៅក្នុងច្បាប់វិនិយោគក៏នៅក្នុងច្បាប់ផ្សេងទៀតហើយលើកទឹកចិត្តតាមរយៈការផ្ដល់គេហៅថា incentive ទៅឲ្យវិស័យឯកជនដែលគាត់ adopt technology ហេតុអីបានជារដ្ឋាភិបាលចង់ធ្វើរបៀបយ៉ាងដូចនេះពីព្រោះដើម្បីឲ្យការប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជាឬក៏សហកម្ពុជាហ្នឹងគឺកាន់តែមានភាពប្រកួតប្រជែងគេហៅថាកាន់តែទូលំទូលាយបាទអញ្ចឹងបាន introduce បានណែនាំពាក់ព័ន្ធទៅនឹងរឿងបច្ចេកវិទ្យាហ្នឹងប៉ុន្តែពេលខ្លះក៏យើងជាអ្នកគោលនយោបាយនៅក្នុងវិស័យនេះក៏ទាមទារតម្រូវឲ្យវិស័យឯកជនហ្នឹងត្រូវតែគេហៅថាបូរេសកម្ម proactive នៅក្នុងការជួយប្រាប់មកវិស័យគ្រប់គ្រងហ្នឹងអំពីសេចក្តីត្រូវការរបស់ខ្លួនឯងបានន័យថាម៉េចបានន័យថាគាត់ត្រូវដឹងថាtransformation industry transformation របស់គាត់ក្នុងរយៈពេល10ឆ្នាំទៅខាងមុខវាដើរទៅរបៀបយ៉ាងដូចម្ដេចបាទទាំងវិស័យកាត់ដេរទាំងវិស័យទេសចរទាំងវិស័យផលិតអេឡិចត្រូនិកស្អីផ្សេងជាដើមគឺគាត់ត្រូវដឹងថាគាត់ចង់កែតម្រង់ធ្វើ transformation 10ឆ្នាំទៅខាងក្រោយហ្នឹងតាមមធ្យោបាយណាខ្លះបាទអាហ្នឹងទី1គឺគាត់ត្រូវប្រាប់នៅពេលដែលយើងអាចដឹងព័ត៌មានអស់ហ្នឹងបានយើងអាចធ្វើគេហៅថា skill framework ឬក៏ competency framework ដែលដោយដែលខាងខេត្តគាត់បានលើកឡើងមិនបាច់មានអញ្ចឹងអាហ្នឹងហើយដែលសេចក្តីត្រូវការនឹងការគ្រប់គ្រងហ្នឹងព្យាយាមបំពេញគ្នាទៅវិញទៅមកបាទអរគុណបាទអរគុណច្រើនបងបាទដោយសារតែមានការផ្លាស់ប្ដូរកម្មវិធីបន្តិចម៉ោងយើងជិតអស់ហើយក៏ប៉ុន្តែប្រហែលជា3នាទីអញ្ចឹងអាចសួរសំណួរបានតែ2សំណួរបាទសូមតើបងបាទសំណួរឬក៏2សំណួរមកវាគ្មិនយើងបាទអញ្ចឹងសូមអាយដាមលោកជំទាវលោកស្រីឬក៏បងប្អូននិស្សិតបាទមានចម្ងល់មានសំណួរបាទសូមអញ្ជើញបាទសួរមកកាន់វាគ្មិនយើងបាទសូមប្រាប់ឈ្មោះហើយនឹងស្ថាប័នបន្តិចពេលសួរសំណួរបាទជំរាបសួរវាគ្មិនទាំងអស់គ្នាក៏ដូចជាលោកគ្រូអ្នកគ្រូសិស្សនិស្សិតទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំបាទឈ្មោះច័ន្ទពិសិដ្ឋសប្តាហ៍ថ្ងៃខ្ញុំជា National Consultant សម្រាប់គម្រោងរបស់ ADB ហើយតាមពិតទៅខ្ញុំមានសំណួរមួយសួរទៅកាន់វាគ្មិនដូចគ្នាទាក់ទងទៅនឹងការអភិវឌ្ឍជំនាញយើងក៏លេខទៅមើលទៅការអភិវឌ្ឍជំនាញយើងប្រកាសជារំពឹងពីទៅខាង demand side ហើយនិង supplier side ហើយជាពិសេសហ្នឹងខាង demand side អាចជាក្រុមហ៊ុនឬក៏ជា individual តើបើយើងមើលពី perspective នៃការអភិវឌ្ឍជំនាញសប្តាហ៍ថ្ងៃនៅក្នុង context បរិបទនៃស្រុកខ្មែររបស់យើងគឺពួកគាត់សឹងថាមិនចង់ធ្វើការអភិវឌ្ឍជំនាញទៅផងតើយើងមានយើងជា supply យើងជា demand side ឬក៏ជា training provider តើយើងមាន strategy ឬគឺជាមាន approach អីដើម្បីឲ្យពួកគាត់ហ្នឹងធ្វើការបដិបដាជំនាញឬក៏អភិវឌ្ឍជំនាញរបស់ពួកគាត់សំណួររបស់ខ្ញុំមានប៉ុណ្ណឹងអរគុណបាទអរគុណសូមសូមមួយទៀតបាទព្រោះហើយឲ្យវាគ្មិនគាត់ឆ្លើយទៅតាមសំណួរសូមមួយទៀតហ្មងបាទសូមលឿនបន្តិចហើយសូមសួរយកហ្មងសួរខ្លីបាទអត់ឃើញលើកដៃទេអញ្ចឹងសូមងាកមកវាគ្មិនវិញតែម្ដងទៅយើងរៀងកុនពេលវេលាបន្តិចហើយបាទអញ្ចឹងសូមចូលរួមបាទតាម
ទស្សនៈតាមការសមាជិកថាយើងមានយុទ្ធសាស្ត្រដើម្បីជំរុញដើម្បីលើកទឹកចិត្តបាទបុគ្គលិកឬក៏សិស្សឲ្យមកទទួលយកវគ្គបណ្ដុះបណ្ដាលបាទបណ្ដុះបណ្ដាលជំនាញបាទសូមអញ្ជើញមានចង់ការចូលរួមហៅលោកបាទអរគុណចំពោះសំណួរបងដែលបានលើកឡើងថាតើយើងមានយុទ្ធសាស្ត្រយ៉ាងដូចម្ដេចដើម្បី provider ដល់ demand side របស់យើងដែលត្រូវធ្វើ up skill ឬក៏ re skill បើតាមនៅក្នុងរបស់អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនៃក្រសួងការងារគឺយើងមានផែនការរបស់យើងនៅក្នុងការបណ្ដុះបណ្ដាលមានន័យថាសប្តាហ៍ថ្ងៃយើងមានន័យថាបើសិនជាគាត់ធ្វើការនៅកន្លែងការងារនៅក្នុងសហគ្រាសគ្រឹះស្ថានគឺយើងមានគេហៅថាការកាតព្វកិច្ចវឹកវើកូនជាងមានន័យថាគាត់ត្រូវ re skill ឬក៏ up skill នៅកន្លែងការងាររបស់គាត់ទី1ទី2ទៀតសូម្បីតែយើងធ្វើការបណ្ដុះបណ្ដាលមានន័យថាយើងផ្អែកទៅលើកន្លែងការងារមានន័យថា WBL ដែលយើងធ្វើការបណ្ដុះបណ្ដាលមានន័យថាយើងសិក្សានៅនឹងវិទ្យាឋានឬក៏មជ្ឈមណ្ឌលដែលយើងធ្វើការបណ្ដុះបណ្ដាលប្រមាណម៉ោងហើយយើងទៅធ្វើការនៅសហគ្រាសគ្រឹះស្ថានប្រមាណម៉ោងអញ្ចឹងហើយចឹងយើងមានគោលនយោបាយក៏ដូចជាផែនការសម្រាប់អនុវត្តនៅការបណ្ដុះបណ្ដាលនៃដើម្បីធ្វើការ re skill up skill ហើយគ្រូក៏ដូចគ្នាដែរក៏ដូចគ្នាដែរមានន័យថាគ្រូក៏យើងត្រូវតែធ្វើការ up skill re skill ពី RIM មានន័យថាពីឧស្សាហកម្មផងដែរបាទហើយនៅក្នុងហ្នឹងក៏យើងមានគេហៅថាការប្រឹក្សាជំនាញតាមវិស័យអញ្ចឹងនៅក្នុងនេះអគ្គនាយកដ្ឋានដូចជាបានកំណត់បាន4ហើយសប្តាហ៍ថ្ងៃគឺហើយប៉ុន្តែយើងនឹងធ្វើយ៉ាងម៉េចដើម្បីឲ្យឆ្លើយតបទៅនឹងមាន10វិស័យទី1សំណង់អគ្គិសនីធម្មពលអីហ្នឹងគឺរហូតទៅដល់កសិឧស្សាហកម្មដើម្បីធ្វើយ៉ាងម៉េចដើម្បីឲ្យឆ្លើយតបទៅនឹងការបណ្ដុះបណ្ដាលហ្នឹងបាទខ្ញុំសូមឆ្លើយប៉ុណ្ណឹងបាទខ្ញុំសូមចូលរួមខ្លីតាក់ទងជាមួយនឹងយុទ្ធសាស្ត្រដើម្បីជំរុញបាទយើងឃើញថានៅទីផ្សារគឺជាទីផ្សារប្រកួតប្រជែងនៅលើការងារបណ្ដាយសារមានកង្វះខាតជំនាញច្រើនអញ្ចឹងភាគច្រើនគាត់ទទួលបានការងារហើយពិតជាលំបាកនៅក្នុងការជំរុញពួកគាត់ឲ្យវិលត្រឡប់មកអភិវឌ្ឍកម្រិតជំនាញរបស់គាត់ថែមទៀតអញ្ចឹងខ្ញុំថាបើជាអានេះជាគំនិតផ្ទាល់ខ្លួនទេទី1គឺជាកើតចេញពីគោលនយោបាយរបស់សហគ្រាសក្រុមហ៊ុនដំបូងគេបាទហើយខាងស្ថាប័នដូចជារាជរដ្ឋាភិបាលក៏ដូចជាខាង training provider ដូចពួកខ្ញុំអភិវឌ្ឍកម្មវិធីនេះគឺយើងរិះរកមធ្យោបាយច្រើនណាស់គឺជាមួយនឹងដៃគូអភិវឌ្ឍជាដើមដូចជា skill development fund ក៏គាត់មានកញ្ចប់ថវិកាច្រើនដើម្បីជំរុញនៅក្នុង upskilling នេះដែរប៉ុន្តែនៅពេលដែលយើង launch program នេះទៅគឺមិនសូវមានអ្នកដាក់ពាក្យទេដោយសារគាត់រវល់នៅក្នុងការងារនៅសហគ្រាសគាត់អញ្ចឹងខ្ញុំថាដំបូងឡើយគឺចេញពីសហគ្រាសខ្លួនឯងថាតើគាត់នឹងមានគោលនយោបាយបែបម៉េចមានន័យថា internal regulation របស់គាត់ម៉េចដើម្បីជំរុញនិងលើកទឹកចិត្តឲ្យអ្នកជំនាញរបស់គាត់មកទទួលការអភិវឌ្ឍកម្រិតជំនាញបន្ថែមបាទនេះគឺជាអ្វីដែលខ្ញុំអាចចូលរួមនឹងចែកម្លែកបានបាទទី1ខ្ញុំនិយាយពីរឿង individual បានន័យថាបុគ្គលមួយបើសិនណាគាត់មិនចង់ទៅរៀនទេបានន័យថាគាត់អត់ការងារធ្វើទី1បាទទី2គាត់អាចនឹងធ្វើកិច្ចការងារនៅក្នុងកម្រិតគេហៅថាជា low ជា labor intensive បាទអញ្ចឹងគាត់ទាមទារ upgrade skill របស់គាត់ qualification របស់គាត់អាហ្នឹងខ្ញុំនិយាយពីរឿង individual ប៉ុន្តែជាលក្ខណៈក្រុមហ៊ុនគេត្រូវការ high profit revenue របស់គេប្រកួតប្រជែងអញ្ចឹងជាធម្មតាគេមានគោលនយោបាយក្នុងការលើកទឹកចិត្តឲ្យបុគ្គលិករបស់គេដើម្បី re skill up skill ដើម្បីឲ្យ productivity របស់គេហ្នឹងអាចកើនឡើងប្រកួតប្រជែងបាទហ្នឹងជាអ្វីដែលខាង the demand side អ្នកត្រូវការហ្នឹងគឺគាត់ត្រូវធ្វើបាទប៉ុន្តែបច្ចុប្បន្ននេះខាង supply side រដ្ឋាភិបាលកម្មវិធីផ្សេងហ្នឹងគឺបានគេហៅថាណែនាំឬក៏ introduce នៅ incentive ច្រើនណាស់បាទតាំងពី scholarship តាំងពី stipend support តាំងពី transport
accommodation រាប់ទាំងមានគេហៅថា income មួយចំនួននៅពេលដែលគាត់ receive training ហើយបើនិយាយពីរឿងfree cost free ហ្នឹងគឺគាត់អត់ចាំបាច់បង់លុយទៀតអញ្ចឹងគឺថាអស់ហើយអ្វីដែលបានព្យាយាមធ្វើរាប់ទាំងធ្វើឲ្យកម្មវិធីបណ្ដុះបណ្ដាលហ្នឹងឲ្យមានភាពបត់បែនបានន័យថាមិនគាត់រៀនពេលណាក៏បានជា module ក៏បានជា degree ក៏បានជា 2 year program ក៏បាន work base ក៏បានអញ្ចឹងវាយើងធ្វើយ៉ាងម៉េចឲ្យប្រព័ន្ធអប់រំរបស់យើងហ្នឹងវា flexible អានេះជាអ្វីដែលបាននឹងកំពុងធ្វើបាទសំខាន់គឺក្រុមហ៊ុនហើយនឹង individual ហ្នឹងគឺគាត់ត្រូវយល់អំពី competitiveness នៃ business របស់គាត់នៅពេលដែល human resource របស់គាត់ហ្នឹងគឺអត់អាច adapt ឬក៏ adopt technology ថ្មីបានអរគុណចាអំបញ្ញមិញបងបាន mention a lot already អំពី push factors អញ្ចឹង push factor តែយើងមានជា scholarship មានការជំរុញការអភិវឌ្ឍផ្សេង skill development fund ADB អីទាំងអស់ហ្នឹងតែខ្ញុំចង់បន្ថែមមួយទៀតទៅលើ pull factors អញ្ចឹង pull factors ដែលខាង training provider ដែលយើងកំពុងតែអនុវត្តសប្តាហ៍ថ្ងៃហ្នឹងគឺ actually ដែលខ្ញុំអាចនិយាយថាចែកចេញជាពីរទី1បងបាញ់មិញ mention ថា there's a lack of motivation សម្រាប់ professional ដែលគាត់កំពុងតែធ្វើការហ្នឹងមក reskill ឬក៏ upskill ឡើងវិញតែឥឡូវនេះដែលជា training provider ពួកខ្ញុំរងថ្ងៃនេះគឺ alumni សិស្សានុសិស្សភាគច្រើនដែល learner គឺមានខ្ញុំអាចនិយាយបានថា I can a bit disagree with that statement ដោយសារទី1program ដែលពួកខ្ញុំបានបើកហ្នឹង is a paid program បានថា it's not scholarship it's a paid program either by the individual បុគ្គលខ្លួនឯងឬក៏ពីស្ថាប័នផ្ទាល់អញ្ចឹងទាំងពីរករណីនេះគឺយើងទទួលបានទាំងពីរមានបុគ្គលិកដែលគាត់សប្តាហ៍ថ្ងៃនេះគាត់កំពុងតែធ្វើការនៅក្នុង position មួយប៉ុន្តែគាត់ឃើញថាមានក្រុមហ៊ុនរងថ្ងៃនេះគាត់កំពុងតែស្វែងរកអ្នកដែលខាងជំនាញ data analytics ប៉ុន្តែរត់បានអញ្ចឹងគាត់ស្វែងរក program ហ្នឹងមកចោះឈ្មោះរៀនជាមួយស្ថាប័នបណ្ដុះបណ្ដាលខ្លួនឯងហើយទី2មានបុគ្គលិកមួយចំនួនទៀតគឺគាត់ស្វែងរក program រៀនខ្លួនឯងប៉ុន្តែគឺគាត់អាច claim budget ពីស្ថាប័ន corporate មកវិញដែលគេមានកញ្ចប់លុយ learning and development ហ្នឹងអញ្ចឹងគឺគាត់ចូលឈ្មោះខ្លួនឯងស្វែងរកខ្លួនឯងប៉ុន្តែគឺគាត់ claim ពីស្ថាប័នមកវិញដែលជា also motivation សម្រាប់ពួកគាត់នៅក្នុងការ upskill ហើយមួយទៀតដែលពួកខ្ញុំគឺអាសាទទួលបានហ្នឹងគឺ corporate ផ្ទាល់គឺគាត់បញ្ជូនបុគ្គលិកដែលត្រូវការ upskill ដើម្បីអីគេចុងក្រោយ the benefit is really for all of them គឺដើម្បី increase productivity at the workplace អញ្ចឹងគឺដូចឧទាហរណ៍ដូច training ទៅលើ generative AI ទៅលើ office productivity ទៅលើការធ្វើ presentation ទៅលើការធ្វើ data visualization អញ្ចឹងគឺខាង HR គឺគាត់បញ្ជូនបុគ្គលិកមកខ្ញុំអាចនិយាយបានថាទាំងអស់នេះអាចកាត់ឡើងគឺដោយសារតែរាល់ថ្ងៃនេះគឺពួកគាត់បាន realize ខ្លួនឯងពី gap ដែលពួកគាត់ត្រូវការ upskill ហើយចុងក្រោយហ្នឹងគឺបង្កើន productivity ហើយមួយទៀតគឺសម្រាប់សិស្សវិញ is a bit different ដោយសារខាង professional គាត់ធ្វើការ hot អ្វីដែលយើង train គាត់ module គឺយើង train part time ហើយធ្វើមិនគឺ session គឺអត់លើស5អាទិត្យទេអញ្ចឹងមួយអាទិត្យម្ដង either at the weekend ឬក៏យើងទៅ corporate ផ្ទាល់ដើម្បី train full day មកអញ្ចឹងមកថាការ train របស់យើងគឺត្រូវ flexible ដល់ពេលខាងសិស្សភាគច្រើនគឺគាត់មក consult មួយពួកខ្ញុំភាគច្រើនគឺគាត់ខ្លាចថារៀនទៅពិបាករៀនទៅអត់ចេះឬក៏រៀនហើយអត់ដឹងថាច្បាស់លាស់ថាត្រូវធ្វើអីពីថ្ងៃអនាគតអញ្ចឹងសម្រាប់ខាងសិស្សគឺមកពួកយើង consult ទៅលើគាត់ដើម្បីតម្រង់ទិសអញ្ចឹងទៅនៅពេលដែលគាត់រៀនគាត់ដឹងហើយថាគឺគាត់រៀនដើម្បីអី apply អីគេចុងក្រោយគឺបានការងាររបៀបណាដែលគាត់ពេញចិត្តអត់អញ្ចឹង this kind of motivation គឺយើងប្រាប់ពួកគាត់ឲ្យហើយ communicate expectation ឲ្យហើយមួយទៀតសម្រាប់សិស្សគឺយើងបាន adopt a lot of gamification នៅក្នុងការបង្រៀនពួកគាត់ដោយធ្វើឲ្យមាន a lot more interaction and engagement ដែលភាគច្រើនគឺ commitment របស់សិស្សគឺអាស្រ័យទៅលើការរៀនហ្នឹងគាត់រៀនទៅគឺគាត់រៀនចូលទៀតអត់គឺគាត់បន្តចង់រៀនទៀតអត់ so a lot of this method គឺយើង different target group គឺយើងត្រូវទៅ adapt ខុសៗគ្នាប៉ុន្តែខ្ញុំអាចនិយាយបានថាកំណើននៃ self productivity នៅក្នុងការរៀនឥឡូវហ្នឹងគឺច្រើនមែនតើ compare to a few years ago ចាអរគុណបាទអរគុណច្រើនស៊ីហូអរគុណច្រើនវាគ្មិនយើងទាំងអស់ចំពោះការពិភាក្សាដ៏ក្បោះក្បាយនិងសកម្មបាទក៏ដូចជាការឆ្លើយសំណួរបាទដោយសារពេលវេលាយើងគ្រប់គ្រាន់ហើយបាទល្មមតែម្ដងអញ្ចឹងខ្ញុំសូមបញ្ចប់កិច្ចពិភាក្សាត្រឹមនេះខ្ញុំសូមអរគុណអាយដាមនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមអរគុណ
ដែលចូលរួមស្ដាប់ទាំងអស់គ្នាមកដល់ពេលនេះហើយនឹងអរគុណចុងក្រោយបាទវាគ្មិនទាំង5រូបបាទដែលបានឆ្លើយតបសំណួរក៏ដូចជាឆ្លើយឆ្លងយ៉ាងក្បោះក្បាយបាទសូមអរគុណបាទអញ្ចឹងសូម